គឺមានវត្តមានចាយើងមានក្រុមគ្រប់គ្រងដើម្បីប្រជុំបានសូមអរគុណគណៈកម្មការបានជួបនៅប្រជុំពទ្វាអឺបានចាត់ការទៅលើប្រធានបទដូចតទៅនេះ3.1បានបោះឆ្នោត5ទៅនឹង0ដើម្បីបណ្ដេញសិស្សដែលមាន20118 ដើម្បីព្យួរការសិក្សាតាមច្បាប់448 147ដែលហើយសិស្សអាចនឹងដាក់ពាក្យចូលរៀនវិញបន្ទាប់ពីខែ6ឆ្នាំ2026គណៈគ្រប់គ្រងបានបោះឆ្នោត5ទៅនឹង0សិស្ស2001503សិស្សអាចដាក់ពាក្យចូលរៀនឡើងវិញបន្ទាប់ពីខែ6ឆ្នាំ2026ប្រធានបទ 3.2 អនុបានបោះអនុម័តតកតងនឹងបុគ្គលិកលេខ300101799ប្រធានបទ 3.5 បោះឆ្នោត5ទៅនឹង0ដោះស្រាយទៅលើវិវាទករណីលេខ202506019ដើម្បីដោះស្រាយទៅលើការតវ៉ាទល់នឹងមន្ត្រីអប់រំទាំងអស់ 3.6 សមាជិកបោះឆ្នោត5ទៅនឹង0ដើម្បីអនុម័តទៅលើដោះស្រាយរឿងទូទាត់សងករណីលេខ19753148 1874690 208080403ហើយនិង228804118ដោះស្រាយចំពោះការតវ៉ាជាមួយនឹងមន្ត្រីទាំងអស់ប្រធានបទ 3.7 គណៈកម្មការបោះឆ្នោត5ទល់នឹង0ដើម្បីដោះស្រាយទៅលើករណីAzarius Oliver តទៅនឹងមន្ត្រីអប់រំសំណុំរឿងលេខ22 STCV 31775ដោះស្រាយចំពោះការតវ៉ាទាំងអស់ចំពោះមន្ត្រីអប់រំឥឡូវនេះគឺយើងមកដល់កន្លែងធ្វើការអនុម័តទៅលើរបៀបវរៈនោះគឺជាប្រធានបទដែលត្រូវសម្រេចអត់ទេខ្ញុំមិនគិតថាមានការកែប្រែទៅលើការអនុម័តនេះទេចាយល់ស្របមានការជជែកគ្នាអីទេយល់ស្របទាំងអស់គ្នាយល់ស្របទាំងអស់គ្នាឯងមានប្រឆាំងមានអនុប្រវេទហើយគណៈសិស្សយល់ស្របផងដែរសូមអរគុណនោះគឺបោះឆ្នោត5ទល់នឹង0ដោយមានសញ្ញាឆ្នោតរបស់គណៈសិស្សផងដែរឥឡូវនេះជាមោទនភាពក្នុងការសេចក្តីរីករាយអនុប្រធាន ASP មកពីសាលាវិទ្យាល័យ Browning សូមស្វាគមន៍ចាសូមអញ្ជើញជំរាបសួរ Dr. Baker ក្រុមប្រឹក្សាអប់រំ LBUSD និងលោកស្រីទាំងអស់គ្នាខ្ញុំឈ្មោះ Asmin Abdul Harim ជាសាស្ត្រទី12ហើយនិងប្រធាន ASB នៅសាលា Browning យើងមានព្រឹត្តិការណ៍ដ៏រំភើបរីករាយជាច្រើនអាទិត្យកន្លងមកនេះ ASP បានរៀបចំពិធីបុណ្យប្រចាំឆ្នាំហើយនឹង Ali Energy ដើម្បីចូលរួមដើម្បីឈ្នះរង្វាន់នៅសាលា Browning ក្លឹបនីមួយៗគឺតកតងទៅនឹងបុណ្យ Carnival ដែលជាការចូលរួមនៅឆ្នាំទី1ដើម្បីឲ្យសិស្សមានអារម្មណ៍ថាមានអាចចូលចំណុំចំណោមមានកម្មសិទ្ធិជាមួយគ្នាបានហើយយើងបានប្រព្រឹត្តទៅដោយជោគជ័យយើងបានរកលុយបាន 1600 ហើយនឹងដែលបានពីក្លឹបសិក្សានិងអ្នកចូលរួមទាំងអស់យើងបើកចូលមើលសាលានៅខែ9សម្រាប់ឆ្នាំសិក្សា2024-25សិស្សទៅចូលរៀនថ្នាក់ទី10គឺទទួលបានបទបង្ហាញអំពីការសិក្សា AP ទាំងអស់ហើយត្រូវរំពឹងទុកថាមានអីខ្លះនៅឆ្នាំសិក្សាដែលនឹងខាងមុខនេះគេបានចូលរួមក្នុងការអង្រែងគាសដោយលក់ hamburger ហើយនិង hot dog
នៅពេលដែលគេត្រឡប់ចូលមកពិធីដើមមើលសាលាគេសិស្សត្រូវបានអញ្ជើញឲ្យនិយាយជាមួយលោកគ្រូអ្នកគ្រូដើម្បីស្វែងយល់អំពីស្លាកថ្នាក់ផ្សេងៗដែលមាននៅសាលា Browning ថ្មីVoice and Voice ដែលដឹកនាំដោយលោក Poyanski បានដើរទៅមើលអនុវិទ្យាល័យនៅជុំវិញតំបន់ហើយចំពោះកម្មវិធីបដិសណ្ឋារកិច្ចដើរទៅមើលសាលាដើម្បីលើកទឹកចិត្តឲ្យសិស្សអនុវិទ្យាល័យចូលមកសិក្សានៅសាលា Browning បាននៅ Browning យើងមានពិធីបង្ហាញអំពីសាលាដើម្បីបង្ហាញអំពីកម្មវិធីធ្វើម្ហូបអាហារហើយនិងបដិសណ្ឋារកិច្ចហើយក៏មានឧស្សាហកម្មនិងការចម្អិនអាហារផងដែរខាងមុខវិជ្ជាសិក្សាយើងបន្តឃើញថ្នាក់នីមួយៗហើយនឹងក្រុមសិស្សផ្សេងៗនៅឆ្នាំនេះយើងទទួលបានសិស្សជាង100នាក់នៅក្នុងថ្នាក់ដំបូងថ្នាក់ទី10ថ្នាក់នីមួយៗចុះឈ្មោះនៅ Long Beach City College ក្នុងកម្មវិធីដែលសិក្សាយក credit មហាវិទ្យាល័យយើងសប្បាយដោយរាយការណ៍ថាយើងសង្ឃឹមថាសិស្ស74នាក់នឹងទទួលបានសញ្ញាបត្រ diploma បាក់ឌុបហើយដែលគេទទួលបានសញ្ញាបត្រហើយអាចចូលរៀននៅ Long Beach City College តទៅនឹងបដិសណ្ឋារកិច្ចផងដែររួមទាំងខ្លួនខ្ញុំផងដែរចាតែដៃអបអកិច្ចការនេះគឺអនុញ្ញាតឲ្យយើងចូលទៅមហាវិទ្យាល័យហើយនឹងទុកឲ្យឪពុកម្ដាយនៅសាលុយដោយមិនបាច់បង់ថ្លៃសាលានៅឆ្នាំនេះផងដែរយើងបន្តកម្មវិធីកីឡាតាមប្រធានបទនៅមកប្រៃឥឡូវនេះយើងចូលរដូវbasketball ហើយ football ហើយប្រហែលជាឲ្យសាលារណសង្ឃចូលរួមផងដែរមានវគ្គសិក្សាជាច្រើនសិស្សត្រូវបានអញ្ជើញឲ្យចូលការចូលមើលសិល្បៈចម្អិនម្ហូបនិងសិល្បៈដែលសិស្សចូលប្រកួតដើម្បីទទួលពានរង្វាន់ខាងអាហារូបករណ៍ឆ្នាំនេះយើងបាននិយាយអំពីមុខម្ហូបសម្រាប់សិស្សចូលមហាវិទ្យាល័យដែលគេត្រៀមរៀនចូលអាជីវវិជ្ជាជីវៈហើយអ្នកដែលចូលប្រកួតក្នុងខ្នាតទៅម្ហូបអាហារនៅខែ1យើងមានសិស្ស18អ្នកចូលរួមយើងសង្ឃឹមថានឹងទទួលបានការកាត់ក្តីដ៏មានជោគជ័យពីតុលាការគឺថាតែងតែបង្ហាញដោយរីករាយនិងជោគជ័យអរគុណចំពោះការគាំទ្រទាំងអស់យើងពិតជាថ្លែងអំណរគុណចំពោះគ្រប់យ៉ាងដែលអ្នកជួយដល់ពួកយើងដើម្បីឲ្យយើងក្លាយជាសាលាដ៏ល្អអរគុណដុកទ័រម្នាក់នោះដែលបានចំណាយពេលរាប់ម៉ោងក្នុងកិច្ចការរបស់យើងនិយាយទៅរៀងរាល់ថ្ងៃសិក្សាទាំងគឺថាត្រូវតែខិតខំត្រូវតែជាស្មារតីក្លាហាន Go Bison ចាអូល្អណាស់ប៉ុន្តែខ្ញុំមិនអាចគឺថាសម្គាល់ថាអូខេឥឡូវខ្ញុំចង់សួរផ្ទាល់ខ្លួនថាឥឡូវរៀនថ្នាក់ទីប្រមាណហើយប្រហែលជាសកម្មភាពក្រៅថ្នាក់មួយចំនួនដែលបានចូលរួមផងដែរខ្ញុំជាសិស្សថ្នាក់ទី2នៅសាលា Browning ដោយសារជាសាលាតូចមួយនិយាយថាត្រូវតែមានច្បាប់ទម្លាប់ជាច្រើននៅសាលារបស់ខ្ញុំបច្ចុប្បន្ននេះខ្ញុំកំពុងតែដឹកនាំថ្នាក់2026ដែលខ្ញុំចំណាយពេលពាក់កណ្ដាលក្នុងការធ្វើក្រៅពីសាលាខ្ញុំចូលរួមក្រុមកីឡាផងដែរចានៅ Long Beach City College ល្អណាស់អរគុណធម្មតាយើងថតរូបលោក Edson នឹងថតរូបអញ្ចឹងយើងនឹងអញ្ជើញនាងឲ្យអញ្ជើញឡើងលើវេទិកាដើម្បីថតរូបជាមួយនឹងយើងខ្ញុំសំទោសខ្ញុំច្រឡំខ្ញុំស្ដាប់ច្រឡំស្មានថ្នាក់ទី10ថ្នាក់ទីតាមពិតថ្នាក់ទី12តាមពិត Junior គឺថ្នាក់ទី11អត់អីទេខ្ញុំស្ដាប់ខុសប៉ុន្តែតាមពិតគឺនាងធានថ្នាក់ទី12តាមពិតយើងមានចំណាប់អារម្មណ៍ថាផែនការឆ្នាំក្រោយមានអីដែរសម្រាប់ឆ្នាំក្រោយPreview A&M ជាមហាវិទ្យាល័យនៅ Texas ក្នុងវិស័យគិលានុបដ្ឋានវិទ្យាអរគុណចំពោះមន្ត្រីអប់រំខ្ញុំបានទៅមើលមហាវិទ្យាល័យដែលបង្ហាត់សិស្សអាមេរិកខ្មៅហើយខ្ញុំដើរទស្សនៈហើយពិតជាធ្វើឲ្យខ្ញុំចង់ទៅរៀននៅសាលាដែលខ្ញុំបានទៅមើលនោះ
និយាយតែសាលា Purview មានអីទៅដែលឆ្លាញ់ចូលចិត្តពីសាលា Purview និយាយតែធ្វើឲ្យខ្ញុំនឹកឃើញសាលាខ្លួនឯងនិយាយអំពីសាលា Browning គឺថាយើងគឺថាមានរង្វាន់ស្អីៗជាច្រើនខ្ញុំឆ្លាញ់សាលា Purview ហ្នឹងដោយសារអញ្ចឹងហើយបានខ្ញុំចូលចិត្តយើងមាន per review ឈ្មោះសាលាបើសិនខ្ញុំមកហើយច្រឡំសុំទោសហើយដែលឪពុកម្ដាយដែលបានចូលរួមហើយដែលកំពុងស្ដាប់ប្រហែលជាគាត់រីករាយក្នុងការស្ដាប់លើដល់អ្នកទៅរៀនសាលានេះចាល្អណាស់សូមអរគុណខ្ញុំគិតថាឥឡូវនេះមួយទៀតចាសុំទោសតើមានអ្នកណាដែរនៅក្នុងបន្ទប់ចង់ទទួលស្គាល់ដែរទេចាមានអ្នកប្រឹក្សាពិគ្រោះពីសាលា Browning លោកសិនហើយនឹងក្រុមគ្រួសាររបស់ខ្ញុំក៏ចូលរួមផងដែរនៅល្ងាចនេះចាខ្ញុំសូមអរគុណចំពោះពួកគេដែលបានមកចូលរួមមកគាំទ្រដល់ខ្ញុំចាល្អណាស់ឥឡូវនេះយើងអាចថតរូបជុំគ្នាបានសូមចេញឡើងមកចាដើម្បីថតរូបជុំគ្នាតែងតែរីករាយដែលបានជួបសិស្សនិស្សិតរបស់យើងចានិយាយអំពីសិស្សយើងមានគណៈសិស្សរបស់យើង Novola ដែលនឹងធ្វើបទបង្ហាញអរគុណអ្នកស្រីប្រធាន Greg Hat ខ្ញុំចង់និយាយអំពីការចាប់ផ្ដើមអំពីកម្មវិធីសិស្សអាមេរិកខ្មៅនៅសាលា Browning កាលពីថ្ងៃច័ន្ទនេះយើងមានឱកាសរៀបចំព្រឹត្តិការណ៍សាស្ត្រាចារ្យដែលចាប់ផ្ដើមសម្ពោធកម្មវិធីអាមេរិកសិស្សខ្មៅហើយអំពីឧបករណ៍សិក្សាហើយនឹងនិយាយអំពីគម្រោងក្នុងការសិក្សាសម្រាប់សិស្សអាមេរិកខ្មៅផ្សេងៗនៅទូទាំងមន្ទីរអប់រំដែលយើងបានចូលរួមហើយក៏និយាយអំពីប្រវត្តិសិស្សខ្មែរផងដែរគឺបទពិសោធន៍ដ៏ល្អពិតជារីករាយមែនទែនដែលឃើញសិស្សអាមេរិកខ្មៅពីជាង200ដែលបានចូលរួមនឹងទទួលឆ្លងកាត់បទពិសោធន៍ដ៏រស់រវើកនេះអំពីប្រវត្តិសាស្ត្រពិតជាសប្បាយចិត្តដែលឃើញបែបនោះចា៎សូមអរគុណឥឡូវនេះនិយាយអំពីការទទួលស្គាល់និងការផ្ដល់កិត្តិយសដល់បុគ្គលិកនៅមន្ទីរមុននឹងយើងត្រឡប់ចូលវិញគឺថាយើងទិវាអតីតយុទ្ធជនគឺជាបុណ្យអាមេរិកខ្មៅដែលឧទ្ទិសដល់អតីតទាហានអាមេរិកគឺថ្ងៃសៅរ៍ទី11ខែវិច្ឆិកាឆ្នាំ1919ខែ11គឺថាមានការចូលប្រកួតចូលវាយប្រហារបានន័យថាទៅធ្វើសមរភូមិនៅអាល្លឺម៉ង់ឆ្នាំបន្ទាប់ថ្ងៃទី1ខែ11នៅសហរដ្ឋអាមេរិកគឺថាបានមានបន្ទាប់ពីសង្គ្រាម
លោកលើកទី2ហើយគឺថាយើងបានអបអរទៅលើដាក់ថ្ងៃនេះជាថ្ងៃអបអរទៅលើអតីតទាហានអាមេរិកចាយើងនឹងឈប់សម្រាប់នៅយើងនឹងទទួលស្គាល់នៅការអបអរទៅលើអតីតទាហានអាមេរិកនេះនៅថ្ងៃអង្គារឥឡូវនេះសូមមេត្តាមើលទៅលើអេក្រង់ចាដើម្បីមើលវីដេអូនិរន្តរភាពនៅមន្ទីរអប់រំគឺជាផែនការមួយគឺជាសេចក្តីប្រឹងប្រែងដែលយើងបានធ្វើការឲ្យមានទំនួលខុសត្រូវជាមួយនឹងធនធានធម្មជាតិរបស់យើងធ្វើប្រកាសឲ្យយើងការពារនៅធនធានទាំងនេះដែលយើងប្រើនៅមន្ទីរអប់រំដោយសិស្សនៅអនាគតដើម្បីទទួលបរិយាកាសដ៏ល្អនៅតាមសាលាអំពីបរិស្ថានដើម្បីរីករាយក្នុងពេលអនាគតកិច្ចប្រឹងប្រែងជារបៀបនេះគឺជាចំណែកដ៏សំខាន់មួយសម្រាប់ចក្ខុវិស័យឆ្នាំ25យុទ្ធសាស្ត្រ9នៃផែនការនេះគឺនិយាយយ៉ាងទូលំទូលាយអំពីនិរន្តរភាពហើយនិងភាពអត់ធន់ទៅលើបរិស្ថានហើយប្រធានបទមួយគឺផែនការនិរន្តរភាពដែលផ្ដោតទៅលើការកាត់បន្ថយនៃចំហេះហ្គាសការប្រើប្រាស់ទឹកភាពសម្រាមស្អីហើយ carbon print ហើយនឹង gas ខាងផ្ទះបៃតងហើយនឹងយើងចង់ឲ្យឃើញមានអាកប្បកិរិយាផ្លាស់ប្ដូរយើងចង់បង្កើតនៅឱកាសផ្សេងៗសម្រាប់សាលាសម្រាប់សិស្សានុសិស្សគ្រូបុគ្គលិកដើម្បីឲ្យចូលរួមពាក់ព័ន្ធនៅក្នុងកិច្ចប្រឹងប្រែងនិរន្តរភាពនេះថាតើសិស្សរបស់យើងធ្វើអ្វីខ្លះនៅតាមធ្វើដោយវិធីណាទៅតាមបរិវេណសាលាគឺជាចំណែកដ៏សំខាន់នៃការបន្តអនុវត្តនៅយុទ្ធសាស្ត្រនេះហើយចំណែកមួយទៀតនៃយុទ្ធសាស្ត្រ9គឺកំណត់ផ្ដួចផ្ដើមអំពីគម្រោងបៃតងនៅសាលាដែលនិយាយអំពីការដាក់កន្លែងដែលមានបៃតងមានពណ៌បៃតងនៅតាមសាលាយល់អំពីថាហេតុអ្វីបានយើងត្រូវតែទទួលទៅលើខុសត្រូវទៅលើការប្រព្រឹត្តធម៌ពលការសម្រាមផ្សេងការកែប្រែសម្រាមហើយនឹងចូលរួមពាក់ព័ន្ធដើម្បីដោះស្រាយហើយយុទ្ធសាស្ត្រទី9គឺនិយាយពីរឿងនេះហើយបានចាក់គ្រឹះទៅលើនិរន្តរភាពទៅលើការរស់នៅជាប្រចាំថ្ងៃនៅតាមសាលារៀនរបស់យើងខ្ញុំជឿថារូបទាំងខាងក្រោយនៅលើវីដេអូប្រហែលជាអាចខេមអុកប្រហែលជាកន្លែងមកនៅលើភ្នំពេញហើយលើភ្នំសំតោះគឺស្អាតមែនតើចាហើយខ្ញុំមិនដឹងថាយកមកប្រើប្រាស់ដ៏ល្អដែរណាជាបន្តទៀតនៅលើរបៀបរបស់យើងគឺយើងមានទីបន្តសាធារណជនសម្រាប់ប្រធានបទដែលមាននៅក្នុងរបៀបវរៈមានអ្នកណាចង់ថ្លែងទេចំនួនប្រធានបទនេះយើងអត់មានអ្នកណានិយាយអំពីប្រធានបទដែលមាននៅលើរបៀបវរៈទេចាអូខេអញ្ចឹងជាបន្តទៀតនិយាយពីសេចក្តីថ្លែងការណ៍ពីសាធារណជនអំពីប្រធានបទដែលគ្មាននៅលើរបៀបវរៈប្រជុំទី1គឺលតិចជំរាបសួរខ្ញុំ Lakeisha សូមអរគុណ Dr. Baker ហើយនិងក្រុមប្រឹក្សាភិបាលអប់រំដែលដុកឱកាសខ្ញុំមកឡើងនិយាយខ្ញុំមកទីនេះដើម្បីនិយាយជំនួសមេដាបេដានៅសាលារៀន High School Poly តកតងនឹងកម្មវិធីប្រកួតកីឡា Football ហើយនិងក្រុមកីឡាករខ្ញុំចាប់ផ្ដើមដោយចង់និយាយថាវាជារឿងក្តុកក្តួលពីព្រោះយើងបានឆ្លងកាត់តាំងពីថ្ងៃប្រហ័សកន្លងផុតមកយើងមានកម្មវិធី Senior Life ដែលមានការប្រកួតដ៏ធំធេងគឺថាបន្ថែមថ្ងៃបន្ទាប់មកទៀតនឹងក្រុមកីឡាសម្រាប់ការប្រកួត Play Off ហ្នឹងគឺត្រូវបានផ្អាកចោលហើយក្នុងកិច្ចប្រជុំហ្នឹងកីឡាករត្រូវតែចូលហាត់ប្រុងប្រៀបណាក៏ប៉ុន្តែហ្គេមហ្នឹងវាត្រូវបានផ្អាកចោលទៅវិញលុបចោលទៅវិញហើយពួកគេមានការពិបាកចិត្តពីព្រោះគេបានទទួលព័ត៌មានមិនល្អយើងអត់មានចម្លើយឆ្លើយប្រាប់ទេយើងអត់បានទទួលចម្លើយអ្វីទេអ្វីដែលយើងបានស្ដាប់ឮគឺថាបញ្ហាគឺវាច្រើនវាធំជាងអ្វីគេថាពិបាកឲ្យក្រុមប្រកួតកីឡាហ្នឹងដកខ្លួនចេញណាស្របទៅតាមការប្រកួតតាមហ្គេមហ្នឹងណា
នេះគឺជាបញ្ហាមួយដែលគួរឲ្យក្រក់ក្ដួលក្នុងចិត្តរឿងមួយដែលគួរឲ្យក្រក់ក្ដួលក្នុងចិត្តខ្ញុំចង់និយាយថាយើងចង់ដឹងថាតើមានការដាក់ទោសអ្វីមកលើដែលយើងអាចទ្រទ្រង់បានជាជាងនឹងលុបចោល game play off ហ្នឹងពីព្រោះសិស្សថ្នាក់ទី12ដែលគ្នាបានប្រឹងប្រែងសម្បើមណាស់ក្នុងកម្មវិធីហ្នឹងដែលពួកគេបានលេង football តែជាយូរមកហើយដល់ពេលដល់ថ្នាក់ទី12វាចាប់ផ្ដើមមានបញ្ហាអញ្ចឹងវាពិបាកមែនទែនយើងអត់មានចម្លើយច្បាស់លាស់ទេយើងចង់តែប្រាប់ពួកគេថាមានការស៊ើបអង្កេតស្របទៅតាមសម្ព័ន្ធ CIF ក៏ប៉ុន្តែគេដាក់ទោសក្រុមកីឡាករទៅវិញហើយយើងបានដក play off game នឹងចេញហើយយើងមានការហួសចិត្តដោយមូលហេតុថាគេសម្រេចប្រកាសធ្វើដូច្នេះហើយក្រុមកីឡាករអត់មានអ្នកជួយទ្រទ្រង់អីទេខ្ញុំបានស្ដាប់ឮថាមានកីឡាករខាង football ហ្នឹងភាគច្រើនគេពិបាកចិត្តគេមិនចង់ចូលសាលារៀនគេអត់ចង់ជជែកជាមួយអ្នកដទៃគេមានភាពបាក់មុខគេចោទថាជាកំហុសរបស់ពួកគេហើយពួកគេទទួលកំហុសលើសអ្នកចំនួនអ្នកដទៃគេអត់យល់អំពីមូលហេតុមាតាបិតាក៏មិនយល់អំពីមូលហេតុដែរនេះហើយគឺជាមូលហេតុដែលខ្ញុំមកនៅទីនេះសូមអរគុណបន្ទាប់ទៅទៀត Natalia Lima ជំរាបសួរក្រុមប្រឹក្សាពិបត្តិអប់រំអគ្គនាយកខ្ញុំឈ្មោះ Natalia Lima ខ្ញុំជាម្ដាយដែលមានកិត្តិយសខ្លាំងឈ្មោះ Deme Donahue ដែលជាសិស្សថ្នាក់ទី12នៅសាលារៀន Poly ហើយជាកីឡាករលេង football ខ្ញុំមកទីនេះដើម្បីស្នើសុំឲ្យជួយសូមមេត្តាគិតគូរឡើងវិញធ្វើអន្តរាគមន៍ក្នុងការសម្រេចដែលដក game ចេញមិនឲ្យកីឡាករយើងប្រកួតនោះណាការសម្រេចនេះគឺវាបញ្ហាធ្ងន់ធ្ងរណាស់វាធ្វើឲ្យប៉ះពាល់ដល់កីឡាកររបស់យើងដែលរៀនថ្នាក់ទី12ជាពិសេសពួកគេបានប្រឹងប្រែងមែនទែនក្នុងការត្រៀមសម្រាប់ប្រកួតកីឡានេះពួកគេសមនឹងទទួលប្រកួតក្នុងកម្មវិធី play off គេបានប្រឹងប្រែងហាត់សម្បើមណាស់ហើយពួកគេមានជំនឿថាគួរតែបញ្ចប់នៅតាមអ្វីដែលគេបានចាប់ផ្ដើមមកខ្ញុំបានជួបជាមួយនាយកសាលា Dr. Vega ហើយគាត់បញ្ជាក់ថាការស៊ើបអង្កេតហ្នឹងគឺថាបានដឹងឮហើយសាលារៀនបានដឹងឮហើយអំពីការស៊ើបអង្កេតតាំងពីខែកញ្ញាកន្លងផុតមកម្លេះក៏ប៉ុន្តែពួកយើងអ្នកកីឡាករក្រុមគ្រួសារអត់បានដឹងទម្រាំតែដល់ថ្ងៃទី3ខែតុលានៅម៉ោង2រសៀលនៅពេលយើងបានទទួលព័ត៌មានដែលមូលហេតុថាហ្គេមនឹងត្រូវប៉ាក់ចោលហេតុអ្វីបានជាមិនប្រាប់ពួកយើងលាក់ទុករយៈពេល2ខែពីព្រោះវាប៉ះពាល់ដល់បញ្ហាសុខភាពរបស់កីឡាករបើសាលារៀនដឹងថាហេតុការណ៍នឹងវាកើតឡើងប្រាប់ពួកយើងមកពីព្រោះអីពួកយើងប្រឹងប្រែងណាស់ហើយទៅកិច្ចការដែលយើងប្រឹងប្រែងនឹងត្រូវជាដកហូតយកទៅវិញនេះគឺជាឱកាសដែលកីឡាកររបស់យើងមិនអាចទទួលបានមកវិញក្រុមគ្រួសារមានភាពព្រាន់ច្រចកមានភាពភ័ន្តច្រឡំសិស្សមានការប្រែកពិបាកចិត្តយើងស្នើសុំឲ្យមានយុត្តិធម៌ភាពស្មោះត្រង់ហើយនឹងទំនួលខុសត្រូវកីឡាកររបស់យើងសមនឹងយល់ថាហេតុអ្វីបានជាកើតឡើងមេដាបៃតាត្រូវការឲ្យមានទំនាក់ទំនងនិងសេចក្តីគោរពបើតើមានមធ្យោបាយអ្វីដែលមន្ទីរអប់រំអាចអន្តរាគមន៍ដើម្បីគិតគូរឡើងវិញបានទេដើម្បីកុំឲ្យលុបចោលការប្រកួតហ្គេមហ្នឹងយើងសមនឹងទទួលចម្លើយតើសាលារៀនដឹងនៅពេលណា
ដំបូងគេនោះអ្នកណាជាអ្នកសម្រេចហេតុអ្វីបានជាក្រុមគ្រួសារអត់បានដឹងតម្រាំតែជ្រុលពេលទៅហើយសិស្សកលេចមើលយើងនេះដើម្បីសូកយកជាគំរូតាមដោយមូលហេតុថាអ្វីដែលមិនសមស្របយើងនិយាយឡើងក្នុងនាមយើងដែលកើតក្នុងនាមខ្ញុំដែលកើតនៅ Long Beach នេះខ្ញុំជឿថាមន្ទីរអប់រំ LBUSD នេះផ្ដល់តម្លៃមកលើសិស្សពេលវេលាគាត់អស់ហើយគាត់អាចជជែកបានទៀតទេបន្ទាប់ទៅទៀត The May Donahue ខ្ញុំជាកីឡាករនៅសាលារៀន Poly ប្រកួតខាងផ្នែក Football ខ្ញុំមកទីនេះដើម្បីជម្រាបថាវាគួរឲ្យសោកស្ដាយណាស់ពីព្រោះអីវាមានភាពច្របូកច្បល់ចំពោះការប្រកួត Football ហ្នឹងគឺថាកីឡាករ Football ហ្នឹងចាប់ផ្ដើមហាត់តាំងពីនៅវ័យក្មេងមកម្លេះនេះគឺជាឱកាសសម្រាប់ឲ្យខ្ញុំប្រកួតដើម្បីចូលរៀននៅតាមមហាវិទ្យាល័យសំខាន់ទៅទៀតគឺថានេះមិនមែនសម្រាប់តែខ្ញុំទេខ្ញុំមានបងដែលហាត់ជាមួយណាហើយដល់ពេលនេះគេប្រាប់ពួកយើងថាអត់អាចចូលប្រកួតក្នុងការចូលរួមប្រកួតហ្គេមហ្នឹងណាហើយបន្ថែមទៅទៀតខ្ញុំនិងបងប្រុសរបស់ខ្ញុំហ្នឹងគឺថាបានប្រកួតនៅហ្គេមចុងក្រោយនោះនៅជាមួយសាលា Compton ក្នុងកម្មវិធី Senior Night យើងសង្ឃឹមថានឹងបានទៅប្រកួត Play Off ហើយនេះមិនមែនត្រឹមតែអំពី Football ទេវាជាអំពីអនាគតរបស់ខ្ញុំចង់ទៅរៀន College ដោយមិនបាច់បង់ថ្លៃតាមរយៈការប្រកួត Football គឺថាសាលា Poly នោះមិនមែនជាសាលាដូចជា Moraday នោះទេនេះជាឱកាសរបស់យើងដើម្បីបញ្ចេញសមត្ថភាពអត់ដឹងថាយើងគេហៅថាពុះពៀយ៉ាងណាទេនេះក្រុមគ្រួសាររបស់ខ្ញុំគឺថាមានមនុស្សជាច្រើនខ្ញុំចំណាយពេលនៅសាលារៀនពីម៉ោង8ព្រឹកទៅ8ល្ងាចដើម្បីរៀនដើម្បីហាត់ណាដូច្នេះនៅពេលមានកម្មវិធីហ្គេមនឹងលុបចោលនោះខ្ញុំសង្ឃឹមថាអស់លោកយល់ហើយខ្ញុំត្រូវការលេង Football គឺថាមានកីឡាករថ្នាក់ទី12នឹងទាំងអស់30នាក់គឺថាវាច្រើនអ្នកណាស់យើងត្រូវការឲ្យមានឱកាសប្រកួតវាអត់ត្រឹមត្រូវទេខ្ញុំនិយាយតែប៉ុណ្្នឹងឯងខ្ញុំចង់រំលឹកថាប្រធានបទដែលអត់រាយបង្ហាញនៅក្នុងរបៀបវារៈគឺថាយើងអត់អាចដាក់ពាក្យឆ្លើយតបឬក៏ធ្វើតំណាក់តំណងអីជាមួយទៅវិញទៅមកអីបាននោះទេយើងគ្រាន់បានត្រឹមតែស្ដាប់ប៉ុណ្ណោះបន្តទៅទៀត Anna Mini ជំរាបសួរខ្ញុំជាមីងរបស់ក្មួយម្នាក់ឈ្មោះ May Donahue គឺថាអ្វីដែលគាត់មិនពេញចិត្តអំពីព័ត៌មានដែលបានទទួលអំពីការប្រកួត Football ដែលត្រូវបានលុបចោលគាត់ទៅបានទៅប្រជុំជាមួយនាយកសាលាហើយបានធ្វើឲ្យគាត់មកដល់ទីកន្លែងនេះគាត់ថាតើនេះគឺជាបញ្ហាដាច់តែឯងឬក៏ជាបញ្ហាទូទៅទៅហើយពីព្រោះវាតកតងនឹងកម្មវិធីប្រកួតកីឡាបើសិនជាវាជាបញ្ហាដាច់តែឯងនោះគឺថាយើងមាន CIF នឹងដែលរៀបចំគម្រោងរួចទៅហើយពីព្រោះយើងមានបញ្ហាដែលខ្ញុំមានគឺថាអ្វីដែលបានដាក់ស្នើហ្នឹងការដាក់ទោសហ្នឹងគឺថាអ្នកណាជាអ្នកធ្វើការសម្រេចមកលើបញ្ហានេះតើវាបណ្ដាលមកពីអ្វីមិនតាមការពិតវាមិនមែនពី CIF ទេតើអ្នកណាជាអ្នកសម្រេចក្នុងផ្ទៃក្នុងនេះថាតើក្រុមមួយណាវាគេហៅដូចជាខ្ចីណាស់ដែលយើងធ្វើការសម្រេចដូចនេះក្នុងការលុបចោលហ្គេមបើសិន
CIF នឹងត្រូវតែបង្កើតវិន័យស្របទៅការដាក់ទោសទៅកាន់សិស្សម្នាក់បើជាបញ្ហាទូទៅបានន័យថាវាជាបញ្ហាកើតឡើងដោយបុគ្គលិកបើបុគ្គលិកមែនតើបុគ្គលិកប្រមាណអ្នកដែលត្រូវការដាក់ទោសដោយផ្អាកមិនឲ្យធ្វើការងារមួយរយៈសិនតាក់ទងនឹងបញ្ហានេះបើពួកគេយល់ឃើញថាអ្វីដែលកើតឡើងនៅ Poly ដែលជាបញ្ហាខ្លាំងពេកនោះដោយដក game មិនឲ្យលេងប្រកួតនៅក្នុង football ចុះហេតុអ្វីមិនប្រាប់ភ្លាមនៅពេលណាយើងកំពុងតែធ្វើការស៊ើបអង្កេតហ្នឹងណាគាត់មិនសប្បាយចិត្តទេពីព្រោះការប្រកួតកីឡា football នៅសាលារៀន Poly នឹងត្រូវបានគេលុបចោលត្រូវបានគេផ្អាកចោលដូច្នេះគាត់មកទីនេះដើម្បីត្អូញត្អែគាត់ចង់ឲ្យគេគិតគូរឡើងវិញពីព្រោះអីឪពុកម្ដាយអត់បានទទួលដំណឹងអីមុនយើងដឹងហើយគឺថាការប្រកួត football គឺវាសំខាន់ណាស់ថាតើអ្នកណាជាអ្នកសម្រេច AD ឬក៏បុគ្គលិកផ្សេងគឺថាវាអត់មានតម្លាភាពសោះវាដូចជាគ្មានយុត្តិធម៌សម្រាប់សាលារៀន Poly និងមន្ទីរអប់រំ LBUSD ថាតើនេះគឺជាបញ្ហាដាច់មួយតែឯងឬក៏ជាបញ្ហាទូទៅខ្ញុំចង់ឲ្យបុគ្គលិកទាំងអស់ហ្នឹងមានទំនួលខុសត្រូវសូមអរគុណចុងក្រោយគេគឺ Samantha Seres ជំរាបសួរក្រុមប្រឹក្សាភិបាលអប់រំខ្ញុំឈ្មោះ Samantha ខ្ញុំជាម្ដាយនៃសិស្សរៀននៅសាលា Poly ពាក្យផ្ដាំផ្ញើរបស់ខ្ញុំគឺថាការសម្រេចមកលើសាលារៀន Poly ដែលវាតាក់ទងនឹងការប្រកួត play-off ផ្នែកកីឡា football ខ្ញុំគិតថាអ្វីដែលយើងបានទទួលនោះគឺថាចេះតែដើរចុះដើរឡើងហើយទៅតាក់ទងជាមួយបុគ្គលិកយើងបានជួបជាមួយលោក Sales ម្សិលមិញនេះយើងបាននាំបញ្ហាហ្នឹងមកត្អូញត្អែប្រាប់គាត់ហើយគាត់ធ្វើហាក់ដូចជាមិនដឹងអីអញ្ចឹងដូចជាភ្ញាក់ផ្អើលណាគាត់ថាហាក់ដូចជារឿងថ្មីគាត់មិនដឹងហើយទៅយើងបានទៅជួបជាមួយ Dr. Vega ដូច្នេះហើយបានយើងមកទីនេះដើម្បីដោះជជែកពីបញ្ហានេះមានម្ដាយមួយទៀតបានប្រជុំជាមួយលោក Vega ហើយសួរសំណួរដូចតែគ្នាហើយលោក Vega នឹងបានឆ្លើយថាលោក Sales គឺជាអ្នកដែលសម្រេចតាក់ទងក្នុងការប្រកួត CIF ដូច្នេះនៅក្នុងចំណុចនេះខ្ញុំចង់យល់កាន់តែច្បាស់ថាតើហេតុអ្វីវាខ្វះទំនាក់ទំនងហេតុអ្វីបានជាចង្អុលគ្នាទៅវិញទៅមកពីព្រោះមាននរណាម្នាក់ហើយដែលមិនប្រាប់ភាពពិតយើងត្រូវតែនៅផ្លូវជាមួយគ្នាគឺថាកុំប្រើចង្អុលដៃបន្ទោសគ្នាក្នុងនាមជាឪពុកម្ដាយនឹងយើងចង់បានតម្លាភាពពីព្រោះអីបុគ្គលិកពួកគាត់នឹងជាអ្នកមើលខុសត្រូវនៅសាលារៀនសួរថាអ្នកណាជាអ្នកសម្រេចនៅក្នុងចំណែកនេះពីព្រោះអីពេលជួបជាមួយ Dr. Vega គាត់និយាយថាបុគ្គលិកថ្នាក់លើនោះទេគាត់អត់ប្រាប់ឈ្មោះទេក៏ប៉ុន្តែគាត់ថាអ្នកបុគ្គលិកថ្នាក់លើនោះយើងចង់បានឈ្មោះដើម្បីយើងចង់ដោះស្រាយផ្ទាល់ជាមួយពួកគាត់ពីព្រោះយើងយល់ឃើញថាយើងត្រូវការបញ្ចេញសម្លេងតើយើងគិតគូរយ៉ាងម៉េចដើម្បីថាកុំឲ្យបញ្ហានេះវាកើតឡើងទៀតទៅថ្ងៃក្រោយចុះវានឹងកើតមានអ្វីកើតឡើងចំពោះសិស្សបើសិនជាគេមិនបានដោយសេចក្តីប្រាថ្នានោះជាពិសេសឆ្នាំក្រោយហើយពេលណាទើបយើងបានទទួលការសម្រេចដោះស្រាយតាក់ទងនឹងការស៊ើបអង្កេតនេះយើងបានទទួលព័ត៌មានហើយទៅឃើញថាបញ្ហានេះវាកាន់តែធំឡើងដែលអ្វីដែលយើងមិននឹកស្មានដល់នោះណាដល់ទៅពេលដែលយើងអង្គុយកន្លែងនេះយើងកំពុងតែគិតថាតើនឹងមានអ្វីកើតឡើងសូមអរគុណ
បន្ទាប់ទៅទៀតយើងមានរបាយការណ៍ពីក្រមប្រឹក្សារបស់អគ្គនាយកតាក់ទងនឹងការបណ្ដុះបណ្ដាលពាណិជ្ជកម្មថវិកានិងគោលការណ៍ច្បាប់ខ្ញុំអត់បានជួបជាមួយក្រុមប្រឹក្សានេះទេដូច្នេះខ្ញុំនឹងនិយាយខ្លីៗខ្ញុំបានជួបជាមួយមេធាវីហើយយើងបានជជែកអំពីគោលការណ៍ណាដែលគួរសើរើមើលយើងមានគោលការណ៍ច្បាប់ច្រើនដូច្នេះយើងបានប្រើគម្រោងការយុទ្ធសាស្ត្រថាតើមួយណាគួរដាក់រៀបជាអាទិភាពដូច្នេះខ្ញុំសង្ឃឹមថានឹងបានទទួលព័ត៌មានបន្ថែមមកពីមេធាវីសូមអរគុណបន្តទៅទៀតជំនួយទ្រទ្រង់មកលើការបង្ហាត់និងកម្មវិធីសិក្សារបស់សិស្សអ្នកស្រី Lopez យើងបានជួបយើងបានពិភាក្សាអំពីតម្រូវការសម្រាប់ការបញ្ចប់កម្មវិធីសិក្សាពីសាលា High School ខាងផ្នែកគណិតសាស្ត្រច្បាប់ណាតម្រូវឲ្យសិស្សរៀនបានពីវគ្គសិក្សាពីថ្នាក់ខាងផ្នែកគណិតសាស្ត្រមុននឹងទទួលសញ្ញាបត្រពី High School Diploma បានដូច្នេះម្ដងទៀតគឺថាច្បាប់ត្រឹមត្រូវហ្នឹងគឺថាតម្រូវឲ្យសិស្សយកថ្នាក់គណិតសាស្ត្រហ្នឹង4ឆ្នាំប៉ុន្តែសិស្សអាចស្នើសុំលើកលែងបានមាតាបិតាណាដែលមានការភ័យព្រួយអំពីចំនួនសិស្សដែលត្រូវចំណាយពេល4ឆ្នាំរៀនយកថ្នាក់គណិតសាស្ត្រហ្នឹងគឺសូមជួបជាមួយវិទ្យាល័យរបស់សិស្សពួកគាត់ហ្នឹងជួបជាមួយ counselor ដើម្បីពិគ្រោះអំពីការបន្ថយចំនួនឆ្នាំយកថ្នាក់គណិតសាស្ត្របន្ទាប់ទៅទៀតការបណ្ដុះកម្លាំងការងារការអភិវឌ្ឍកម្លាំងការងារខ្ញុំមានចំណុច3ត្រូវលើកបង្ហាញទី1គេហៅថាប្រាក់ជំនួយសម្រាប់ជួយគ្រូបង្រៀនគឺថាយើងជួយគ្រូបង្រៀនដែលកំពុងតែជានិស្សិតនៅ Cal State Long Beach នេះគឺថាសិស្សគ្រូទាំងអស់ហ្នឹងថ្ងៃក្រោយនឹងជាមកធ្វើការនៅមន្ទីរអប់រំរបស់យើងគេហើយទៅពួកគេបង្ហាត់ខាងផ្នែកកម្មវិធីពីរភាសាសិស្សដែលបង្ហាត់សិស្សដែលមានពិការភាពហើយអ្វីដែលយើងជួយហ្នឹងគឺវាស្របទៅតាមគម្រោងយុទ្ធសាស្ត្ររបស់មន្ទីរអប់រំទី2គឺថាវាតកតងនឹងការវាយតម្លៃគឺថាគ្រូទាំងអស់នឹងគ្រូថ្មីណានឹងបានទទួលការវាយតម្លៃសមត្ថភាពតាន់ខែកុម្ភៈនិងខែមិនិនាគឺថាត្រូវតែការវាយតម្លៃនឹងត្រូវតែមានផុសតាងបង្ហាញអំពីមធ្យោបាយដែលពួកគាត់បង្ហាត់សិស្សតកតងនឹងផ្នែកសុខភាពអារម្មណ៍ហើយទីបំផុតគឺថាយើងនឹងមានពិព័រណ៍ជ្រើសរើសបុគ្គលិកធ្វើការគួរឲ្យសោកស្ដាយដែលមូលហេតុថាយើងនឹងផ្អាកចោលសិនពីព្រោះអីបើសិនជាចាំបាច់ហៅទៅសេចក្តីត្រូវការនោះវាមានកាន់តែច្រើនណាគឺថាយើងនឹងធ្វើតាមក្រោយដូច្នេះឥឡូវហ្នឹងយើងនេះហើយគឺជារបាយការណ៍អំពីការអភិវឌ្ឍកម្លាំងការងារសូមអរគុណសូមនិយាយឡើងវិញអំពីវិជាឯកទេសដែលយើងកំពុងតែត្រូវការគឺថាសេចក្តីត្រូវការខ្ពស់ហ្នឹងគឺថាវាមានដូចជាគឺថាអ្វីដែលយើងរកឃើញណាគឺថាកម្មវិធីបង្ហាត់សិស្សដែលមានពិការភាពហើយនិងកម្មវិធីបង្ហាត់វិជ្ជាជីវៈសូមអរគុណខ្ញុំគិតថានិយាយឡើងវិញអញ្ចឹងវាត្រឹមត្រូវណាដើម្បីឲ្យអ្នកស្ដាប់នោះបានទទួលសារច្បាស់លាស់បន្ទាប់ទៅទៀតគឺថាយើងមាន consent calendar A មានអ្វីត្រូវការពិគ្រោះទេខ្ញុំមានសំណួរខ្លះចង់សួរ 14.1 កំណត់ហេតុប្រជុំនៅខែមិថុនាទាំងប្រជុំទាំងពីរនៅខែមិថុនាហ្នឹងណាយើងបានទទួលកំណត់ហេតុប្រជុំហ្នឹងគឺថាវាជ្រុលពេលណាឥឡូវហ្នឹងវាខែវិច្ឆិកាហើយទៅកំណត់ហេតុប្រជុំដែលយើងបានទទួលហ្នឹងគឺនៅខែមិថុនា5ខែរួចមកហើយខ្ញុំចង់ធ្វើការបញ្ជាក់មើលយើងចង់បានឲ្យមានកំណត់ហេតុប្រជុំហ្នឹងបង្ហាញឲ្យបានលឿនពេលគាត់បានស្នើសុំជាច្រើនលើកមកហើយថាកុំឲ្យពន្យាពេល
យើងក៏លេខមើលក្រោយទៅគឺថាខែមិថុនាហ្នឹងវា5ខែរួចមកហើយនៅក្នុងរបាយការណ៍លេខ12កំណត់ហេតុ12ដែលមានលោកស្រី Julian Theram បាននិយាយថាគាត់បានមកនិយាយតាមច្បាប់ហើយខ្ញុំសូមចង់បញ្ជាក់ថាវាប្រឆាំងនឹងច្បាប់របស់ក្រុមប្រឹក្សាភិបាលយើងបាននិយាយពីកំណត់ហេតុនៅខែ5យើងចង់ប្រាប់សាធារណរដ្ឋសាធារណជនបោះឆ្នោតនៅពេលដែលយើងធ្វើការបោះឆ្នោតនៅខែ5ខែទី7តើតិននឹងការបញ្ឈប់អ្នកធ្វើការដែលបុគ្គលិកធ្វើការដែលមិនមែនជាគ្រូយើងបាននិយាយជាសាធារណៈហើយដូច្នេះយើងមានការបោះឆ្នោតនៅពេលក្រោយខ្ញុំតែជាបុគ្គលិកធ្វើការបុគ្គលិកក្រុមប្រឹក្សាភិបាលតាមអ្នកគាត់ដែលបោះឆ្នោតប្រឆាំងនេះគឺជាអង្គប្រជុំខែ5ថ្ងៃទី7ហើយយើងមិនតាន់បានធ្វើជារបាយការណ៍នៅឡើយនៅក្នុងកំណត់ហេតុនោះខ្ញុំចង់ដឹងថានៅពេលណាទៅដែលយើងមានកំណត់ហេតុសម្រាប់អង្គប្រជុំដែលយើងបានធ្វើដើម្បីយើងធ្វើការផ្លាស់ប្ដូរទៅលើសេចក្តីព្រាងច្បាប់នោះហើយដាក់បញ្ចូលនៅពេលដែលលោកស្រី Julian Theram បានមកនិយាយមូលហេតុដែលវាជាសេចក្តីព្រាងលុះត្រាតែមានក្រុមប្រឹក្សាភិបាលហ្នឹងធ្វើការអនុម័តមុនសិននៅពេលដែលយើងធ្វើការអនុម័តយើងនឹងធ្វើការផ្លាស់ប្ដូរវាស៊ីសងទៅលើក្រុមប្រឹក្សាភិបាលធ្វើការសម្រេចចិត្តនៅពេលយើងផ្ដល់ជាបច្ចុប្បន្នភាពនៅកំណត់ហេតុនោះដែលបានធ្វើកាលពីខែ6យើងបានរំពឹងទុកថានឹងចាប់ផ្ដើមលើកក្រោយហើយយើងនឹងធ្វើការកែតម្រូវហើយយើងចង់បន្ថែមថាមានអ្នកឡើងមកនិយាយពីអ្នកនិយាយពីច្បាប់នោះហើយការសេចក្តីធ្វើការកែតម្រូវនោះគឺសម្រាប់តែក្រុមប្រឹក្សាភិបាលតាមដែលខ្ញុំយល់កំណត់ហេតុនោះគឺគេនិយាយពីសកម្មភាពអ្វីដែលបានធ្វើគឺมันបាននិយាយពីសេចក្តីលម្អិតយើងមិនត្រូវតែនិយាយពីភាពលម្អិតនៅលើអ្វីដែលយើងបាននិយាយយើងនិយាយពីកំណត់ហេតុដែលយើងកំពុងតែនិយាយនេះដែលសមាជិកនៃសាធារណជនរបស់យើងបានធ្វើសេចក្តីបញ្ចេញមតិដូច្នេះអ្នកដែលបាននិយាយហ្នឹងគឺអាចយកមកធ្វើជាកំណត់ហេតុនៅក្នុងហ្នឹងដូច្នេះមានការកត់ត្រាទុកអ្វីដែលអ្នកដែលឡើងមកនិយាយម្នាក់ៗហ្នឹងបាននិយាយអ្វីខ្លះកំណត់ហេតុដែលនឹកគឺมันអាចនិយាយពីភាពលម្អិតដល់ថ្នាក់ហ្នឹងបានទេដូច្នេះយើងដឹងថាដូចរាត្រីនេះយើងមានឪពុកម្ដាយមួយចំនួនធំដែលនិយាយពីរឿងហេតុការណ៍កើតឡើងនៅសាលាផូលីសដូច្នេះវាជារឿងល្អបើសិនជាយើងធ្វើជាការចងក្រងនៃពាក្យនិយាយនោះហើយនឹងធ្វើជាតម្លាភាពសូម្បីតែវាមិនតម្រូវក៏ដោយប៉ុន្តែវាសំខាន់បើសិនជាគេកំណត់មើលកំណត់ហេតុរបស់យើងហើយនឹងមើលទៅវីដេអូគឺវាធ្វើឲ្យមានការលំបាកបន្តិចដែរដើម្បីចង់ដឹងថាអ្វីបាននិយាយហើយនៅក្នុងបរិបទអ្វីមួយនោះហើយខ្ញុំគិតថាវាអាចសម្រួលទៅលើអ្វីដែលបាននិយាយនៅក្នុងអង្គប្រជុំ
ហើយពីកំណត់ហេតុហ្នឹងហើយដូចខ្ញុំបានយល់ថាអង្គប្រជុំនេះត្រូវបានធ្វើការកំណត់ទៅហើយកំណត់ហេតុរបស់យើងគឺមិនមែនសម្រាប់កត់ត្រាទៅលើអ្វីដែលយើងនិយាយចំណុចណាគេត្រូវនិយាយចំណុចគេត្រូវវាត្រឹមត្រូវហើយខ្ញុំចង់ចង្អុលប្រាប់បន្តិចពីមុនហ្នឹងនៅពេលដែលលេខាធិការរបស់យើងពីលើកមុនគាត់បានធ្វើការកំណត់ត្រាមានក្បោះក្បាយជាងហ្នឹងតើយើងធ្វើយ៉ាងម៉េចទៅអ្នកណាគេចង់ធ្វើការបោះឆ្នោតអំពី consent calendar លោកស្រីលោកពើគឺចង់និយាយថានិយាយពីសេចក្តីព្រៀងខ្ញុំមានសំណួរផ្សេងទៀតដែលទាក់ទងនឹង consent calendar A រឿងដែលយើងនិយាយហ្នឹងគឺឥឡូវហ្នឹងដូច្នេះយើងនឹងនិយាយយ៉ាងម៉េចទៀតទាក់ទងនឹងកំណត់ត្រាខ្ញុំក៏ចង់និយាយថាអ្វីដែលយើងយកមកអនុវត្តនោះធ្វើយ៉ាងម៉េចយើងបានផ្ដល់ឥឡូវនេះយើងកំពុងតែប្រើវីដេអូដែលយើងបានថតការអនុវត្តរបស់យើងគឺដាក់បញ្ចូលទៅក្នុងកំណត់ត្រាហើយឥឡូវហ្នឹងក៏យើងដាក់បញ្ចូលជាវីដេអូផងដែរនិយាយបន្តិចអង្គកំណត់ត្រារបស់អង្គប្រជុំក្រុមប្រឹក្សាវិបាលរបស់យើងវាជាឯកសារចងក្រងដែលមានព័ត៌មាននិយាយអំពីប្រធានបទទូទៅប៉ុន្តែសកម្មភាពគឺទៅធ្វើឡើងដោយក្រុមប្រឹក្សាវិបាលរបស់យើងលោកបានឆ្លើយសំណួររបស់ខ្ញុំរួចហើយខ្ញុំយល់ថាលោក Maria តេតិនទៅលើការចាប់ផ្ដើមរបស់គាត់អំពីសេចក្តីសំខាន់ទៅលើសេចក្តីចងក្រងរបស់យើងដែលបានផ្ដល់មកវាមិនបានបង្កើនទៅដល់អ្នកមនុស្សនៅក្នុងសហគមន៍របស់យើងដែលចង់រៀនចង់ដឹងនោះទេតើទៅនៅសាលាផលីគឺយើងមានឱកាសត្រូវបានគេនិយាយប្រាប់ឲ្យដឹងហើយដើម្បីបន្ថែមទៅលើព័ត៌មានបន្ថែមទៅលើការយល់ដឹងហើយនឹងអារម្មណ៍តើវានឹងបន្ថែមតម្លៃពីលើនឹងឬក៏យ៉ាងណាទេខ្ញុំគោរពនៅខ្ញុំគិតថាវាសំខាន់ណាស់សម្រាប់អ្នកណាគេធ្វើជាអ្នកកំណត់ត្រាហើយដល់ពេលបានគេពិនិត្យមើលទៅលើកំណត់ត្រាហ្នឹងបានដឹងថាគេបាននិយាយពីនេះគេនិយាយបានពីនោះពីច្បាប់នេះច្បាប់នោះហើយនិយាយពីកម្មវិធីកីឡាมันអាចនិយាយថាយើងប្រឆាំងឬក៏យើងមិនប្រឆាំងទៅលើកម្មវិធីនេះប៉ុន្តែយើងចង់ឲ្យមានភាពច្បាស់លាស់នៅពេលដែលយើងពិនិត្យមើលទៅលើកំណត់ត្រានោះខ្ញុំដឹងថាមានវីដេអូរួចហើយប៉ុន្តែខ្ញុំចង់ឲ្យមានតម្លាភាពតទៅលើការសរសេរកំណត់ត្រានោះលោកអរ៉ូនៅពេលដែលខ្ញុំបានឮមានរូបពីរនាក់នៅក្នុងសាធារណជននោះគឺប្រឆាំងនឹងច្បាប់ហើយប៉ុន្តែអ្នកទាំងពីរនាក់នោះមិនមែនប្រឆាំងច្បាប់ទាំងអស់នោះទេប៉ុន្តែប្រឆាំងផ្នែកខ្លះយើងកំពុងតែប្រជាពីការសម្រេចចិត្តទៅលើការសម្រេចចិត្តរបស់យើងដែលបានធ្វើមកដូច្នេះ
វាយើងមានបញ្ហាគ្រប់គ្រាន់ហើយក្នុងការដើម្បីក្នុងការសរសេរ 3-4 ទំព័រឬក៏20ទំព័រនៅក្នុងការវេតម្លៃទៅលើអ្វីដែលបានកើតឡើងដែលគេហៅថាកំណត់ហេតុជាសកម្មភាពដែលបាននិយាយហើយនឹងមានឱកាសធ្វើការដោយថាអ្នកនេះប្រឆាំងអ្នកនោះប្រឆាំងប៉ុន្តែមានកំណត់ហេតុជាច្រើនដែលយើងយកមកនិយាយយើងចង់និយាយអំពីចង់ឲ្យមានព័ត៌មានគ្រប់គ្រាន់ដើម្បីឲ្យមនុស្សដឹងថាមានអ្វីកើតឡើងហើយជាជាងថាអ្នកនេះនិយាយចេះអ្នកនេះនិយាយចុះច្បាប់របស់ក្រមប្រឹក្សាពិបាលគឺយើងបាននិយាយកាលពីខែ12ថ្ងៃទីឆ្នាំ2024គឺការនិយាយរបស់មនុស្សម្នាក់ដែលមកអង្គប្រជុំបាននិយាយពីច្បាប់របស់សិក្ខាប្រឹក្សាពិបាលខ្ញុំសូមតែប៉ុណ្្នឹងទេអ្វីដែលពួកគាត់ចង់ធ្វើការសម្រេចចិត្តនៃការបោះឆ្នោតគឺគាត់ជាការសម្រេចចិត្តរបស់ពួកគាត់គឺយើងអាចនិយាយធ្វើកិច្ចការបន្តទៅទៀតយើងអាចចូលទៅ14.8ការចុះកងត្រាដើម្បីផ្ដល់កម្មវិធីសម្រាប់សិស្សនៅសាលាបឋមសិក្សាខ្ញុំគិតថាវាល្អណាស់ដែលសាលាបឋមសិក្សារបស់យើងមានឱកាសដើម្បីចូលរួមក្នុងថ្នាក់ទាំងអស់នោះយើងគាត់តែមិនដឹងថាសិស្សរបស់យើងទាំងអស់នោះហើយពី K8 ឬក៏បឋមសិក្សានឹងមានឱកាសដើម្បីចូលរួមឬក៏ចូលទៅក្នុងសាលារៀនណាមួយនោះទេលេខ4.8បន្តមកខ្ញុំនឹងនិយាយលេខ6លេខ8លេខ9លេខ10 11 12 21 23 24 25 26 30 32 33 35និង37គឺมันបានចង្អុលប្រាប់ពីសាលាណាមួយនោះទេដែលនៅក្នុងបឋមសិក្សាឬក៏ K8 ឬក៏ពីថ្នាក់ computer ថ្នាក់អារម្មណ៍ហើយនិងថ្នាក់ basketball ហើយនិងថ្នាក់ផ្សេងទៀតដូច្នេះសំណួររបស់ខ្ញុំគឺសម្រាប់ឲ្យអ្នកបើកចំហសម្រាប់អ្នកទាំងអស់គ្នាពីបឋមសិក្សាដល់ K8 ខ្ញុំគិតថាដើម្បីបញ្ជាក់ពីសាលាណាមួយដើម្បីជួយការចូលរួមក្នុងកម្មវិធីនោះគឺនឹងជួយឲ្យយើងមានការយល់ដឹងអំពីឱកាសដែលពួកគេមានទូទាំងសាលា district ទាំងអស់អ្វីដែលលោកស្រីបានសួរក្នុងនាមជាក្រុមប្រឹក្សាពិបាលនេះជាឱកាសក្នុងការរៀនសូត្រស្រាប់ចូលទៅក្នុងកម្មវិធីនោះភាគច្រើននៃថវិការបស់យើងសរសេរជាកងត្រាដែលផ្ដល់Boys and Girls Club តាមរយៈហ្នឹងគឺចំណាយគឺជាកម្មវិធីដែលមានត្រូវការចំណាយថវិកាចំនួន$50 លានយើងក៏ផ្ដល់ហើយថវិកាទាំងអស់នោះគឺសម្រាប់នាយកសាលារៀនឪពុកម្ដាយហើយអ្វីដែលគាត់ចង់ផ្ដល់ទៅតាមបរិវេណសាលារៀនរបស់គាត់ហើយគាត់អាចជ្រើសរើសទៅលើកម្មវិធីជាលក្ខណៈមួយហើយដែលមាននៅក្នុងរបៀបវារបស់យើងនៅពេលដែលយើងមានកងត្រា$50 លាននោះវាជាផ្នែកមួយនៃការដឹកនាំរបស់យើងមាននៅក្នុងបញ្ជីរបស់យើងជាកម្មវិធីដែលមាននៅតាមសាលារៀនហើយយើងអត់មាននៅនេះនៅឡើយទេប៉ុន្តែវាជាកម្មវិធីដែលទូលំទូលាយហើយវាមិនមែនជាអ្វីដែលធ្វើជាការអនុវត្តធម្មតានោះទេយើងនឹងមានទូទាំង district របស់យើងកាលពីអតីតកាលយើងមាននេះជាលើកទី1ដែលខ្ញុំបានមកជាសមាជិកក្រុមប្រឹក្សាវិបាលរបស់យើងនៅសាលារៀនរបស់យើងប៉ុន្តែនៅពេលដែលបាននិយាយអញ្ចឹងអាចធ្វើឲ្យdistrict របស់យើងដាក់នៅតាមគេហទំព័ររបស់យើងដើម្បីឪពុកម្ដាយរបស់យើងដឹងថាតើសាលាណាខ្លះនឹងទទួលបានផលពីកម្មវិធីនេះពី computer តើវាអាចកើតឡើងបានទេនេះគឺជាថវិកា ELOP ដើម្បីដាក់ឲ្យសាធារណជនរបស់យើងដឹង
ថាកម្មវិធីណាខ្លះដែលគេមានយើងមានកម្មវិធីទាំងអស់នេះសាលារៀនដែលមានកម្មវិធីហ្នឹងដែលយើងអាចទៅចុះឈ្មោះបានខ្ញុំមិនមានបញ្ជីថាសាលាណាដែលមាននោះទេប៉ុន្តែយើងមានហើយដែលមាននៅក្នុងតាមកម្មវិធីវាគ្រាន់តែកងត្រា3940តើទៅលើថវិកា$40,000និង$60,000ប្រហែលគេមានដើម្បីផ្ដល់ដល់គ្រូនិងបុគ្គលិកធ្វើការគ្រប់គ្រងដើម្បីធ្វើនៅកម្មវិធី Head Start អ្នកណាអាចនិយាយច្បាស់លាស់បន្តិចបានទេកម្មវិធី Head Start គឺជាកម្មវិធីដែលមាន license សម្រាប់គ្រូដែលធ្វើការដែលមាន license របស់គាត់ហើយកងត្រាទាំងពីរនេះគឺផ្ដល់ទៅលើគ្រូជំនួសហើយនៅ Head Start ហើយអ្នកគ្រូដែលជំនួសរបស់យើងទូទៅគឺយើងពួកគាត់ទាំងអស់ហ្នឹងគឺមានសញ្ញាបត្រ Teaching Credential ដើម្បីអនុញ្ញាតឲ្យគាត់ធ្វើជាគ្រូជំនួសហើយដើម្បីផ្ដល់ដល់គ្រូជំនួសនោះចុងក្រោយ14.10ខ្ញុំគ្រាន់តែចង់ដឹងថាមានសៀវភៅសម្រាប់កម្មវិធីសិក្សាអង់គ្លេសគេហៅថា ELD សម្រាប់សាលាបឋមសិក្សាដែលមាននៅក្នុងកំណត់ត្រាបញ្ជីរបស់យើងកាលពីអង្គប្រជុំរបស់យើងបាននិយាយពីកម្មវិធី ELD ដែលបានដាក់បញ្ចូលទៅក្នុងសៀវភៅសិក្សាខ្ញុំគាត់ចង់និយាយបញ្ជាក់កន្លែងហ្នឹងហើយចុងក្រោយខ្ញុំបានចែករំលែកពីលើកមុនយើងមានកម្មវិធីសិក្សា ELD សម្រាប់បង្ហាត់ភាសាអង់គ្លេសហើយនេះគឺជាធនធានដែលគ្រូយកមកប្រើគឺសម្រាប់តែយកមកបញ្ជាក់ឲ្យដឹងច្បាស់លាស់គឺមានកម្មវិធីសិក្សា ELD ជាសភៅដែលគេមានផ្ដល់តើមានសំណួរណាផ្សេងទៀតទេទាក់ទងនឹង Consent Calendar ខ្ញុំសូមយកឱកាសនេះដើម្បីយកអ្នកមកស្ម័គ្រចិត្តអរគុណដែលស្ម័គ្រចិត្តលោកមានអ្វីចង់និយាយនិយាយពីមូលនិធិអង្គការមូលនិធិចំពីខាងរបបខ្ញុំរីករាយដែលចូលរួមចំណែកវគ្គទី2តើតើនឹងគម្រោងរបបរបស់មន្ត្រីអប់រំត្រូវការមានកិច្ចសហការជាច្រើនពីមន្ត្រីអប់រំតាមពិតទៅត្រូវការធនធានពីសហគមន៍ខាងក្រៅជាច្រើនដើម្បីធ្វើគម្រោងរបបឆ្នាំទី2គឺ$66,000ឯណោះចានិយាយទៅខ្ញុំគិតថាជាគម្រោងដែលជាគេមរតកមួយដែលអាចទុកបានណាពិតជាល្អមិនត្រឹមតែសប្បាយចិត្តនឹងឃើញគម្រោងនោះទេគឺថាមន្ទីរបានបន្តគាំទ្រដល់គម្រោងរបបប៉ុន្តែក៏យល់អំពីប្រព័ន្ធអប់រំសម្រាប់ក្មេងចំនួនក្រោយរបស់យើងផងដែរតើមានសំណួរឬមួយមតិផ្សេងទៀតទេក្នុងករណីនេះខ្ញុំនឹងសូមឲ្យលេខាធិការហៅឈ្មោះដើម្បីអនុម័តអ្នកស្រីសមាជិកលូប៉េខ្ញុំវោតអាយដែលលើកលែងប្រធានបទ 14.1 អនុប្រធានអូតូយល់ស្របអ្នកស្រីប្រធានក្រឹកហេតយល់ស្របដុកទ័របនីតេយល់ស្របហើយសមាជិកមេឡាយល់ស្របហើយនិងគណៈសិស្សណូវូឡាយល់ស្របផងដែរសូមអរគុណអញ្ចឹងគឺថាយើងបានគឺថាបោះឆ្នោតយល់ស្របទាំងអស់គ្នាដោយមានឆ្នោតគណៈសិស្សមួយសិនលឹក15.1 បទតិននៃការយល់ព្រម B
ខ្ញុំសូមយល់ស្របខ្ញុំសូមប្រសពនាទី2មានកិច្ចពិភាក្សាអីទេយល់ស្របទាំងអស់គ្នាយល់ស្របទាំងអស់គ្នាមានអ្នកណាប្រឆាំងមានអនុប្រវេតគណៈសិស្សរបស់យើងក៏យល់ស្របផងដែរអញ្ចឹងបោះឆ្នោតយល់ស្រប5-0ហើយមានអនុប្រវេត1ហើយនឹងមានឆ្នោតគណៈសិស្សមួយសន្លឹកចំពោះធុរកិច្ចថ្មីគម្រោងដែលផ្ដោតលើអភិបាលកិច្ចរដ្ឋបាលសិក្សាសាស្ត្រយើងនិយាយអំពីនៅពេលដែលយើងអនុម័តទៅលើគោលដៅក្រុមប្រឹក្សានិងវិធានការត្រួតត្រងអ្វីទាំងនោះគឺមានបំណងសម្រាប់ឲ្យអគ្គនាយកយើងចាប់ផ្ដើមធ្វើកិច្ចការទៅលើវិធានការត្រួតត្រងកាលពីថ្ងៃទី1ខែ10ហើយវិធានការត្រួតត្រងទាំងអស់នេះគឺនឹងនាំដល់ការងារក្រុមប្រឹក្សាអភិបាលអប់រំអ្វីទាំងនេះគឺនឹងត្រូវប្រើប្រាស់ដាក់ឲ្យយើងផ្ដោតទៅលើហើយនឹងដាក់អតិភិបទៅលើកិច្ចការរបស់យើងខ្ញុំនឹងទុកពេល1ម៉ោងសម្រាប់ធ្វើកិច្ចសន្ទនានេះថាតើយើងអាចរីកចម្រើនទៅមុខទេក្នុងរយៈពេល1ម៉ោងនេះគ្រូបង្វឹកនេះបានប្រាប់យើងថាយើងត្រូវការជ្រើសរើសវិធានការត្រួតត្រងឲ្យបានមួយប៉ុន្តែមិនឲ្យលើស5ឡើយអ្វីដែលយើងមានគឺថារួមមានចំនួន11ប៉ុន្តែក៏មានបញ្ជីកែប្រែផងដែរដែលមានដល់ទៅ15នោះគឺជាកិច្ចការដែលនៅចំពោះមុខដែលយើងត្រូវធ្វើយើងមានកំណត់ដល់ទៅ15ដើម្បីអាចរើសប្រហែលជាយ៉ាងច្រើនបំផុតគឺ5អញ្ចឹង1ម៉ោងទៀតនេះថាយើងធ្វើដល់បានប៉ុណ្ណាដុកទ័របេនីតេអ្នកស្រីប្រធានខ្ញុំអរគុណចំពោះចេតនាក្នុងការធ្វើកិច្ចការរបស់យើងដោយសារយើងមានសេចក្តីព្រាង11ហើយម្សិលមិញដែលដាក់បញ្ចូលថ្ងៃនេះយើងមានសេចក្តីព្រាង4ទៀតខ្ញុំសូមជូនជាយោបល់បង្កើតជាគណៈកម្មការរងដែលមាន2នាក់ដែលអាចពិនិត្យមើលជាមួយគ្នាហើយត្រឡប់មកវិញដើម្បីផ្ដល់ជាគំនិតនៅក្នុងសេចក្តីព្រាងខ្លះអានឹងជារឿងមួយហើយមួយទៀតគឺថាអាចច្បាច់បញ្ចូលខ្ញុំព្រួយថាយើងប្រហែលជាអាចចំណាយពេល1ម៉ោងក្នុងការប្រជុំដោយសារជាមិនមែនជាប្រធានបទដែលត្រូវសម្រេចនោះគឺជាគំនិតរបស់ខ្ញុំប៉ុន្តែខ្ញុំរីករាយនឹងចំពោះអ្វីដែលចង់ធ្វើក្នុងរយៈពេល1ម៉ោងទៀតនេះចា៎មិនត្រឹមតែខ្ញុំយល់ស្របជាមួយនឹងដុកទ័របេនីតេចំពោះរឿងនេះទេខ្ញុំចំណាយពេលសមហេតុផលឲ្យយើងធ្វើការសំសពទៅតាមពេលវេលាទៅលើវិធានការត្រួតត្រងខ្ញុំបានខ្ញុំគិតថាជំរើសច្រើនពេកហើយពាក្យច្រើនវែងពេកហើយខ្ញុំគិតថាអ្វីដែលត្រូវការខ្ញុំចង់ដឹងថាមន្ត្រីអប់រំផ្សេងទៀតតើធ្វើយ៉ាងណាដែរចំពោះវិធានការត្រួតត្រងនេះខ្ញុំហាក់ដូចជាមិនបានត្រៀមខ្លួនឥឡូវនេះដោយសារយើងមានវិធានការត្រួតត្រងបន្ថែមទៅខ្ញុំអត់បានត្រៀមខ្លួនដើម្បីពិភាក្សាឬពិនិត្យលើទេខ្ញុំមិននឹកឃើញអំពីគណៈកម្មការដែលយើងមានសមាជិកហើយឬមួយក៏ដាក់ការវិភាគប្រជុំពិសេសដែលកំណត់ឲ្យមានតែសមាជិក2នាក់ខ្ញុំត្រូវការចំណាយពេលច្រើនថែមទៀតផ្ទាល់ខ្លួនដើម្បីពិនិត្យរឿងនេះខ្ញុំមិនអីទេខ្ញុំអាចបន្តទៀតបានព្រោះតែខ្ញុំត្រូវតែអានច្រើនទៀតចំពោះខ្លួនខ្ញុំផ្ទាល់អញ្ចឹងតែយើងអត់មានការកំណត់ដែលត្រូវធ្វើទៅលើវិធានការត្រួតត្រងនេះទេប៉ុន្តែអូខេចាំមើលសមាជិកក្រុមប្រឹក្សាផ្សេងទៀតគិតយ៉ាងម៉េចដែរតាមពិតខ្ញុំសូមជូនឲ្យលោកចេះគិតវិញតើមានបញ្ហាអីទេបើសិនជាយើងការអនុវត្តរបស់ក្រុមប្រឹក្សាភិបាលតែចំណងជើងប៉ាត់អីគេនិយាយពីការវិភាគក្នុងការអនុវត្តហើយយើងដកចេញវិញហើយដើម្បីយកទៅបច្ចិតចាំងបន្ថែមយកទៅកែប្រែបន្ថែមទៀតនិយាយទៅវាអត់អីទេ
ហើយនៅក្រោមលក្ខខណ្ឌ3គឺថាក្រុមប្រឹក្សាវិទ្យាអាចបង្កើតគណៈកម្មការរងបានហើយដើម្បីផ្ចិតផ្ចង់កែប្រែបន្ថែមទៀតទៅលើការងារនេះបានចាអញ្ចឹងអនុសាសន៍របស់យើងធ្វើអីខ្ញុំចង់និយាយថាបើសិនជាយើងស្របហើយនឹងចំពោះការអនុវត្តឬមួយក៏ការវិភាគអនុវត្តនេះយើងដកនេះវិញទៅយកទៅមើលវិញរកមធ្យោបាយដើម្បីធ្វើការជាមួយគ្នាដើម្បីច្បាច់បញ្ចូលគ្នាបន្ថយពី15ក្នុងចំនួនមួយដែលអាចចាត់ចែងបានណាតានិយាយពីគណៈកម្មការដែលគណៈកម្មការរងដែលមួយគណៈកម្មការម្នាក់មួយហ្នឹងមានសមាជិក2នាក់អញ្ចឹងទៅណាហើយខ្ញុំសូមស្ម័គ្រចិត្តនៅក្នុងគណៈកម្មការស្ម័គ្រចិត្តជាសមាជិកម្នាក់ក្នុងគណៈកម្មការមួយតាលោកលើកឡើងជាសមាជិកដែលមានស្រាប់ឯចានោះគឺជាអ្វីដែលខ្ញុំចង់និយាយចាតើពីដំបូងមកនិយាយទៅខ្ញុំចង់ស្ដាប់មតិយោបល់របស់លោកស្រីទាំងអស់គ្នាខ្ញុំនឹងពំនាំនៅមតិយោបល់របស់ខ្ញុំឥឡូវនេះខ្ញុំសូមត្រឡប់ទៅលោកចេះវិញវាហាក់ដូចជាគណៈកម្មការរងនៅក្រោមគណៈកម្មការធំទាំងមូលឬមួយគណៈកម្មការដាច់ដライខ្ញុំគិតថាគណៈកម្មការរងគឺពិនិត្យមើលទៅលើវិធានការត្រង់ហើយជាគណៈកម្មការដែលឡាយពីគណៈកម្មការដែលពិនិត្យលើទៅលើការវិភាគនៃការអនុវត្តនេះសមាជិកលោកប៉ះគឺថាតើអ្នកស្រីអូខេទេក្នុងការយើងផ្អាកទៅលើការពិភាក្សានៅយប់នេះដើម្បីយកទៅពិភាក្សានៅក្នុងគណៈកម្មការរងហើយក្រោយមកទៀតតើយើងនឹងពិភាក្សាម្ដងទៀតមែនអត់ដរាបណាយើងពិភាក្សាជាសាអ្នកគឺអត់អីទេគណៈកម្មការពេលគឺថានឹងពំនាំនៅអនុសាសន៍មកវិញដែលនឹងមានបានន័យថានៅក្រោម15ចំណុចបានន័យអាចទៅជាង15ចំណុចគឺថាឲ្យពី1ទៅដល់5គឺថាមិនឲ្យលើសពី5ទេចាអត់អីទេខ្ញុំអូខេខ្ញុំយល់ស្របខ្ញុំចង់បន្ថែមមួយទៀតដោយសារជាងលែងជាគណៈកម្មការដែលអនុវត្តទៅលើការវិភាគហ្នឹងខ្ញុំសូមជូនយោបល់ថាឲ្យគ្រូបង្វឹកដើម្បីចូលរួមចំណែកក្នុងរឿងដែរក្នុងកិច្ចការនេះដែរព្រោះថាដោយសារគាត់បានធ្វើជាគ្រូបង្វឹកកន្លងមកហើយខ្ញុំគិតថាជាគំនិតល្អខ្ញុំមានការអង្កេតមួយដែលខ្ញុំចង់និយាយទៅវាស្ថិតនៅក្រោមច្បាប់ Brown Act ណាគឺផ្ដល់លទ្ធភាពឲ្យយើងដើម្បីពិភាក្សាឲ្យបានទូលំទូលាយអំពីរចនាសម្ព័ន្ធរបស់ក្រមសិក្សាភិបាលហើយនឹងចំនួននៃចំណុចទាំងអស់ដែលយើងមានជាពិសេសវាមិនមានសំណួរអីវែងឆ្ងាយដោយសារតែមានតែ2អ្នកដែលអាចចូលរួមបានខ្ញុំគិតថាខ្ញុំគិតយូរហើយថាច្បាប់ Brown Act ហ្នឹងគឺថាធ្វើរឿងល្អហើយក៏ធ្វើរឿងមិនសូវជាល្អណាស់ណាគ្រាន់តែជាការអង្កេតរបស់ខ្ញុំចាខ្ញុំសូមអរគុណចំពោះយោបល់របស់លោកគឺថាច្បាប់ Brown Act គឺថាធានាថាឲ្យយើងធ្វើការងារនៅក្នុងនៅចំពោះមុខសាធារណជននិយាយពីគណៈកម្មការដែលមានសមាជិក2នាក់នេះដើម្បីយកបញ្ជីដែលមាន15ចំណុចហ្នឹងដើម្បីពិភាក្សាឲ្យកាត់បន្ថយទៅត្រឹមប្រហែលជា5ឬក៏ទៅជាងនោះដើម្បីធ្វើឲ្យការងារយើងកាន់តែមានប្រសិទ្ធភាពហើយការជជែកគ្នានេះមិនបាច់ធ្វើជាសាធារណៈទេប៉ុន្តែកិច្ចពិភាក្សាជាបន្ទាប់នៅពេលដែលយើងនាំមនុស្សសាស្ត្រគឺយើងនឹងធ្វើបទបង្ហាញជាសាធារណៈខ្ញុំគិតថាវាជាការការពារដល់ពួកយើងការងាររបស់យើងដែលយើងផ្ដល់យោបល់ឲ្យធ្វើដូច្នេះអូខេសមាជិកលោកប៉េះបានស្ម័គ្រចិត្តធ្វើជាសមាជិកនៃគណៈកម្មការវិធានការត្រឹមត្រូវចា
សមាជិកមានលក្ខណៈបានអសន្មតថាអញ្ចឹងយើងឆ្លាប់ទៅលើកចេះតែយើងនឹងផ្ដល់នឹងការគ្រប់គ្រងដើម្បីបង្កើតគណៈកម្មការហ្នឹងមែនទេអញ្ចឹងនិយាយរឿងនេះខ្ញុំសូមផ្ដល់ការគ្រប់គ្រងសម្រាប់ឲ្យបង្កើតគណៈកម្មការរងសម្រាប់ការពិនិត្យទៅលើវិធានការត្រួតត្រងរបស់យើងហើយដែលមានអ្នកស្រីប្រធានក្រេកហេតហើយនិងសមាជិកលោកប៉េះមានអ្នកទី2ចាដុកទ័របេនីតេបានយកស្របទី2មានកិច្ចពិភាក្សាអីទេរឿងមួយដែលខ្ញុំចង់និយាយឲ្យច្បាស់គឺថាតើគោលដៅគោលបំណងវត្ថុបំណងរបស់គណៈកម្មការរងមានអីខ្លះតែយើងពិនិត្យមើលទៅលើវិធានការត្រួតត្រងហើយយើងពិនិត្យមើលដើម្បីធ្វើម៉េចឲ្យមានតួលេខដែលអាចគ្រប់គ្រងនិងធ្វើការបានតែយើងយល់ស្របទេថានោះគឺជាចេតនាដែលយើងចង់ធ្វើចាហើយតែមានថ្ងៃដែលយើងត្រូវតែរាយការណ៍ត្រឡប់មកវិញទេថ្ងៃដែលយើងកំណត់ត្រូវរាយការណ៍មកវិញចំណុចល្អចាអញ្ចឹងយើងហាក់ដូចជាមិនធ្វើបង្កើតគណៈកម្មការដែលឆ្លាតវៃសោះមិនបានគិតជា2ថ្ងៃគិតមើលថាតើរយៈពេលប្រហែលជាប្រហែលដែរអាចធ្វើបានបើគិតស្មានទៅនិយាយទៅលោកទៅតែយកស្របតាប្រហែលជា1នាទីមុនណាខ្ញុំគិតថាមួយខែប្រហែលជាគ្រប់និយាយទៅខែ12យើងមានការប្រជុំ2ណាចាខ្ញុំមានទំនុកចិត្តថារយៈពេល30ថ្ងៃប្រហែលជាគ្រប់ហើយតែខ្ញុំមិនមែនជាសមាជិកក្នុងគណៈកម្មការរងទេតើមានអារម្មណ៍ថាស្នុកសុខស្រួលដែរខ្ញុំគិតថាដូច្នេះហើយបើសិនជាមិនអាចធ្វើទាន់យើងអាចនឹងជួនដំណឹងថាពេលតាចង់និយាយអំពីខ្ញុំចង់ធ្វើការគ្រប់គ្រងក្នុងការបង្កើតនៅគណៈកម្មការរងវិធានការត្រួតត្រងរបស់ក្រុមប្រឹក្សាអប់រំដែលមានសមាជិក2នាក់ Maria Isabel Lopez ហើយនិងអ្នកស្រីប្រធាន Greg Head ដោយមានគោលដៅធ្វើការច្របាច់បញ្ចូលនៅការពិចារណាចំនួន15ចំណុចឲ្យចុះទៅ5ដោយមានការពន្យល់ជំវិញការសន្ទនាដែលនៅក្រោយឆាកនេះគឺថាពិចារណាទៅលើអ្វីៗទាំងអស់ដោយមានការវិភាគរាយការណ៍មកក្រុមប្រឹក្សាវិញក្នុងរយៈពេល30ថ្ងៃឬមួយក៏នៅអង្គប្រជុំទី1នៅខែ12ខ្ញុំសូមយកស្របទី2មានកិច្ចពិភាក្សាអីទេយកស្របទាំងអស់គ្នាមានអីប្រឆាំងទេមានអនុប្រវេទគណៈសិស្ស Novella យកស្របនេះយកស្រប5-0ហើយមានសញ្ញាឆ្នោតរបស់គណៈសិស្ស1ចាខ្ញុំសូមយកតាមលក្ខន្តិកៈ5025តើតើនៅគណៈកម្មការនេះគឺជាគណៈកម្មការដែលបង្កើតឲ្យក្រុមប្រឹក្សាពិបាកអប់រំហើយអ្វីៗគឺមាននៅក្នុងមានចែងនៅក្នុងលក្ខន្តិកៈនេះហើយចាគឺថាបើលក្ខន្តិកៈ9025គឺជាគណៈកម្មការដែលបង្កើតដោយក្រុមប្រឹក្សាពិបាកអប់រំគ្រាន់តែជាការរំលឹកដល់លោកស្រីទាំងអស់គ្នាចានោះជាអ្វីដែលយើងនឹងធ្វើការងារដោះស្រាយការងារនេះចំពោះវិធានការត្រង់ត្រូវយើងនឹងបន្តទៅប្រធានបទ 16.2 អំពីការវិភាគនៃការអនុវត្តដែលផ្ដោតលើលទ្ធផលសិក្សារបស់សិស្សសូមអញ្ជើញសមាជិកអូតូដែលនឹងជម្រាបអំពីគណៈកម្មការការចូលរួមរបស់គណៈកម្មការផែនការចូលរួមសម្រាប់ខេត្ត1មណ្ឌលរបស់ខ្ញុំជាមណ្ឌលដែលរៀបចំផែនការប្រជុំសាធារណៈនៅខែ1
យើងបានតាក់ទងទៅសាលា Los Alamitos សម្រាប់កន្លែងប្រជុំខ្ញុំបានជួបជាមួយពួកគេពេលម្សិលមិញជាមួយភរិយារបស់ខ្ញុំមានថ្នាក់ដឹកនាំថ្មីប្រហែលជារយៈពេល6ខែចុងក្រោយគេរីករាយនឹងធ្វើការជាមួយយើងគេមានចំណាប់អារម្មណ៍មិនថាថ្ងៃ21 26ឬក៏27ដែលធ្វើការជាមួយគេនឹងធ្វើការជាមួយមន្ទីរដើម្បីរកថ្ងៃណាដែលអាចធ្វើបានខ្ញុំគិតថាអ្វីដែលខ្ញុំចង់ធ្វើពេញចិត្តចំណុចគឺថ្ងៃ27គឺថាប្រហែលជាអ្វីដែលនិយាយនេះគឺថាវាហាក់ដូចជាវារៀងឆ្ងាយបន្តិចពីថ្ងៃឈប់ណាដើម្បីនិយាយពីអ្វីដែលយើងចង់និយាយហើយខ្ញុំក៏បានតាក់ទងសមាជិកពីមណ្ឌលអប់រំទី3មន្ទីរអប់រំទី3ផងដែរមានចំណាប់អារម្មណ៍ខ្ញុំបានតាក់ទងទៅសមាជិកក្រុមប្រឹក្សាទី4ផងដែរអំពីវិស័យដែលខ្ញុំកំពុងធ្វើការខ្ញុំថាគាត់នឹងជួយជ្រោមជ្រែងនឹងការងារផងដែរហើយមានសមាជិកដឹកនាំមកពីសមាគម PTA ផងដែរហើយក្រុមនៅភូមិពីក្រុមប្រឹក្សា2ដែលនិយាយអំពីជាកិច្ចពិភាក្សាល្អអំពីអ្វីដែលយើងត្រូវគួរតែធ្វើចាដោយសារកិច្ចអភិបាលដែលផ្ដោតលើលទ្ធផលសិក្សារបស់សិស្សវាសំខាន់ណាស់ដែលយើងឲ្យមានសមាជិកឲ្យច្រើនជាទីបំផុតដើម្បីផ្ដល់គំនិតដល់យើងបើសិនជាគេចង់ខ្ញុំគិតថាវាលំបាកដុកទ័របេនីតេសហើយនឹងខ្ញុំផ្ទាល់កាលពី 2-3 ឆ្នាំកន្លងមកបានប្រជុំមួយហើយយើងមានមនុស្ស25ដែលចូលរួមគឺល្អមែនតើហើយពីទឹកក្រោយមកទៀតយើងមានប្រជុំមួយទៀតមាន20នាក់ប្រហែលជា18-20នាក់18ទៅ20នាក់គឺថាជាមនុស្សដែលធ្លាប់ចូលប្រជុំពីមុនខ្ញុំគិតថាវាមិនជាទិសដៅដែលយើងដើរត្រូវទេយើងត្រូវតែធ្វើអ្វីឲ្យមានឲ្យបានទូលំទូលាយឲ្យមានមនុស្សចូលរួមឲ្យបានច្រើនហើយមានមតិឲ្យបានច្រើនជាទីបំផុតហើយយើងនិយាយអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអញ្ជើញមនុស្សឲ្យចូលរួមដោយសារបាននិយាយហើយអំពីសមាជិកនៅក្នុងភូមិឲ្យទទួលព័ត៌មានផ្សេងហើយរកឲ្យគេមកចូលប្រជុំដើម្បីឲ្យមានអ្នកចូលប្រជុំច្រើនបើសិនជាអ្នកគេចង់មកចូលរួមទៅមើលអីគេថាមានកន្លែងចតឡានចតអីប្រហែលជាខ្ទង់ម៉ោង 6 កន្លះទៅម៉ោង 8 ល្ងាចហើយសេចក្តីលម្អិតនឹងធ្វើការក្រោយទៀតយើងនឹងពឹងថាមានថ្ងៃដែលត្រូវបញ្ជាក់នៅថ្ងៃធ្វើនៅថ្ងៃស្អែកហើយខ្ញុំធ្វើការជាមួយបុគ្គលិកនេះទេនេះដើម្បីធ្វើឲ្យការប្រជុំនេះទទួលជោគជ័យបាននោះហើយជាអ្វីដែលយើងកំពុងធ្វើការសូមអរគុណសំណួរដែលបានលើកឡើងយើងបានរៀបចំផែនការជួបប្រជុំជាមួយនឹងការចូលរួមសហគមន៍ហេតុអីបានជាយើងរើសទីតាំងដែលមិនមែនជានៅក្នុងសាលារបស់យើងក្នុងសហគមន៍របស់យើងខ្ញុំចង់និយាយថាយោងទៅតាមគម្រោងយុទ្ធសាស្ត្ររបស់យើងហ្នឹងគឺថាយើងធ្វើសហការជាមួយសហគមន៍ហើយយើងមានដៃគូក្នុងសហគមន៍ជាច្រើនល្អណាស់ដោយយើងអាចធ្វើកិច្ចការជាមួយពួកគេឲ្យពួកគេជួយយើងឲ្យពួកគេរៀនអំពីពួកយើងអាចធ្វើបានយ៉ាងងាយប្រើសាលារៀនសម្រាប់ទំនាក់ទំនងជាមួយសហគមន៍យើងពេញចិត្តទៅកន្លែងផ្សេងនៅតាមសហគមន៍តាក់ទងជាមួយដៃគូក្នុងសហគមន៍របស់យើងណាខ្ញុំគិតថាជំនួយទ្រទ្រង់ដែលគឺថាតម្លាភាពនិងទំនួលខុសត្រូវសម្រាប់អ្វីដែលខ្ញុំចាត់ទុកថាខ្ញុំគិតថាសហការីរបស់ខ្ញុំគឺថាតាក់ទងជាមួយសហគមន៍
យើងយល់ហើយថាយើងចង់បានមនុស្សម្នាឲ្យច្រើនជាច្រើនមកចូលរួមដូចជាមេដាបេដាហើយនឹងសិស្សហើយនឹងអ្នករស់នៅតាមទីសង្កាត់ផងដែរដែលយើងជាអ្នកតំណាងឲ្យនោះយើងដឹងហើយថាវានឹងជាការអនុវត្តធ្វើជាបន្តបន្ទាប់ណានៅពេលដែលយើងបន្តធ្វើហើយបង្កើតជាគេហៅថាការច្នៃប្រឌិតដូចជាយើងប្រើកន្លែង Rancho យើងស្នើសុំថាឲ្យមានការគាំទ្រពីសហគមន៍ពីសមាជិកសហគមន៍ណាក៏បានដែរពីព្រោះយើងកំពុងតែប្រឹងប្រែងយើងចង់បានតំណាងភាពកាន់តែប្រសើរដូច្នេះគឺថាបើរិះគន់ពួកយើងគឺថាសូមជួយគាំទ្រពួកយើងផងបើរិះគន់សូមជួយគាំទ្រផងគាត់ចង់និយាយណាបាទគឺថាសូមអញ្ជើញគាំទ្រចូលរួមសូមអរគុណដោយធ្វើការរំលឹកដូចនេះនេះគឺជាមូលហេតុមួយដែលខ្ញុំពេញចិត្តណាស់ដោយលោកអូតូបាននិយាយថាលោកបានប្រឹងប្រែងក្នុងការតាក់ទាញឲ្យសមាជិកក្នុងសហគមន៍នឹងចូលរួមនេះគឺជាការប្រឹងប្រែងមួយដ៏អស្ចារ្យមុននឹងយើងលាលែងទៅយើងនឹងមានរបាយការណ៍អំពីការតាមដានមើលនៅក្នុងកិច្ចប្រជុំលើកក្រោយយើងបានទទួលប្រដាប់ប្រដាយើងបានទទួលរបាយការណ៍ស្របទៅតាមកំណត់ថ្ងៃខែមកដើម្បីឲ្យយើងដាក់សំណួរសួរដើម្បីពេលយើងជួបជុំគ្នាយើងប្រជុំជុំគ្នាលើក្រោយយើងនឹងមានការសន្ទនាយ៉ាងរស់រវើកដូច្នេះខ្ញុំស្នើសុំឲ្យសហការីរបស់ខ្ញុំនេះដាក់សំណួរយ៉ាងតិចមួយមុននឹងទាន់ថ្ងៃខែកំណត់ណាដើម្បីឲ្យយើងជួបជុំគ្នាលើក្រោយយើងមានការពិគ្រោះគ្នាយ៉ាងក្បោះក្បាយឥឡូវហ្នឹងយើងនឹងជជែកអំពី 16.3 ដំណោះស្រាយលេខ 110525B តាក់ទងនឹងកិច្ចសន្យាមហាវិទ្យាល័យដែលគេហៅថា Long Beach College Promise ខ្ញុំបានទទួលលិខិតមកពីប្រធាន CSULB ថ្មីនេះគាត់ឈ្មោះ Andrew Jones គាត់បានរំលឹកថាគាត់ជាអ្នករស់នៅ Long Beach នឹងយូរឆ្នាំណាស់ហើយគាត់គាំទ្រមកលើកិច្ចសន្យា Long Beach College Promise នឹងដំណោះស្រាយនឹងគឺជាការអញ្ជើញធ្វើកិច្ចការជាមួយបំពេញកិច្ចការជាមួយពួកយើងដូច្នេះចំពោះខ្ញុំនៅពេលណាយើងជជែកអំពីកិច្ចសន្យា College Promise អ្វីដែលយើងដាក់ពាក្យសន្យាហ្នឹងគឺថាបញ្ចេញការកិច្ចសន្យានឹងឲ្យយ៉ាងស្មោះត្រង់យ៉ាងដោយស្មោះស្ម័គ្រ Dr. Benitez ប្រធានអ្នកស្រីប្រធានខ្ញុំគិតថាដំណោះស្រាយនឹងគឺវាមានតម្លៃដែលបញ្ជាក់អះអាងថាយើងចង់ឲ្យសិស្សទាំងអស់បានទទួលជោគជ័យយើងចង់ឲ្យសិស្សទាំងអស់មានឱកាសតែប៉ុណ្្នឹងឯងដូច្នេះដំណោះស្រាយនេះផ្ដល់ជាការណែនាំជាទិសដៅមកកាន់អគ្គនាយកសាលាដើម្បីធ្វើជាដៃគូក្នុងការធ្វើកិច្ចការសម្រេចនេះគឺជាឱកាសសម្រាប់ពួកយើងបំពេញតាមកិច្ចសន្យា Long Beach Promise នឹងដោយយើងបានទទួលការណែនាំទិសដៅខ្ញុំគិតថាអ្វីដែលយើងបានទទួលលិខិតមកហ្នឹងពីប្រធាន CSULB ហ្នឹងខ្ញុំគិតថាពិសេសមែនតើដោយមូលហេតុថាយើងឆ្ពោះទៅកាន់ទិសដៅហ្នឹងពីព្រោះប្រធាន CSULB ហ្នឹងគាត់មានក្តីកង្វល់ថាដំណោះស្រាយហ្នឹងគឺថាវាបានកើតឡើងមកពីការពិគ្រោះពីមុនរួចមកហើយជាមួយ CSULB យើងត្រូវតែធ្វើការផ្អាកសិននៅពេលណាយើងទៅជែកអំពីអនុសាសន៍ពីព្រោះយើងចង់បើកការសន្ទនាដូច្នេះនៅពេលណាយើងបំពេញកិច្ចការទៅមុខតាក់ទងនឹងដំណោះស្រាយហ្នឹងគឺថាយើងមានដៃគូស្រេចធ្វើកិច្ចការជាមួយយើងលិខិតដែលលោកបានផ្ញើមកហ្នឹងគឺបញ្ជាក់ច្បាស់លាស់ថាលោកចង់បានឲ្យមានការសន្ទនាមុននឹងយើងធ្វើកិច្ចការបន្តពីព្រោះលោកយល់ឃើញថាវាអត់ទាន់មានការពិគ្រោះអ្វីទេជាមួយលោក
ខ្ញុំគិតថាយើងគួរតែធ្វើការផ្អាកចោលសិនដើម្បីបើកការសន្ទនាសិនជាមួយ CSULB កញ្ញានវឡានោះក៏ចង់សួរក៏ចង់ធ្វើការបញ្ជាក់អះអាងថា Long Beach College Promise ហ្នឹងបញ្ជាក់យ៉ាងច្បាស់លាស់មកលើសិស្សដូចគឺថាយើងធ្វើបន្តអ្វីដែលយើងបានដាក់កិច្ចសន្យាមកសូមឲ្យមានការបញ្ជាក់ច្បាស់លាស់ទៅលើសិស្សថ្នាក់ទី12ដូច្នេះសូមធ្វើការបញ្ជាក់ច្បាស់លាស់មកលើកិច្ចសន្យានេះសូមអរគុណលោកអរ៉ូមូលហេតុមួយដែលខ្ញុំគិតថានេះគឺជាប្រធានបទដ៏អស្ចារ្យដ៏គឺថាវាមានចលនាមួយដែលតាក់ទងទៅលើបេសកកម្មបើសិស្សយកថ្នាក់បានត្រឹមត្រូវតាមច្បាប់តម្រូវទៅរៀន UCSU ទៅរៀន CSU គឺយើងនឹងមានគឺគេនឹងមានកន្លែងចូលរៀននៅតាមមហាវិទ្យាល័យទាំងអស់ហ្នឹងអ្វីដែលយើងបានរៀនមកនោះគឺថានៅពេលណាយើងធ្វើដៃគូជាមួយដែលយើងអាចបំពេញកិច្ចការបានគឺថាគេបានប្រាប់ថាគេមិនអាចមានកន្លែងទទួលសិស្សទាំងអស់បាននោះទេដូច្នេះយើងត្រូវតែប្រព្រឹត្តតាមយើងប្រហែលជាមិនអាចប្រព្រឹត្តតាមកិច្ចសន្យានោះទេអ្វីដែលយើងចង់បាននោះទេនេះគឺជាគោលគំនិតគេថាទទួលយកសិស្សផ្ទាល់គឺថាការផ្ដល់ព័ត៌មានបន្ថែមដើម្បីការសន្ទនាសំខាន់ណាស់ដែលថាយើងដែល CSU ដែល Cal State Long Beach នេះជាពិសេសគឺថាធ្វើការពិគ្រោះអំពីអ្វីដែលយើងត្រូវធ្វើហើយដើម្បីយើងបន្តកិច្ចការទៅមុខគឺសំខាន់ណាស់នេះគឺជាប្រធានបទដ៏សំខាន់សម្រាប់ពួកយើងទាំងអស់គ្នាពីព្រោះយើងចង់ឲ្យសិស្សចូលរៀននៅឯ CSULB ហើយយើងចង់ធ្វើកិច្ចការជាមួយពួកគេដើម្បីធ្វើយ៉ាងម៉េចគឺថាដើម្បីឲ្យកុំឲ្យ Cal State Long Beach នេះគេមានការអាក់អន់ចិត្តមានការជំទាស់គឺថាអ្វីដែលយើងធ្វើគឺថាយើងចង់ធ្វើសហការជាមួយគ្នាក្នុងការទាក់ទាញសិស្សយើងចូលរៀននៅ CSULB ខ្ញុំមានសេចក្តីគោរពមែនទែនទៅលើការប្រឹងប្រែងតាំងពីកិច្ចប្រជុំកន្លងផុតមកនេះខ្ញុំនឹងបោះឆ្នោតប្រឆាំងដំណោះស្រាយនេះដោយបានលើកបង្ហាញមិនមែនថាខ្ញុំដោយសារតែខ្ញុំយល់ជំទាស់នោះទេពីព្រោះខ្ញុំយល់ឃើញថាវាត្រូវការធ្វើឲ្យបានសមស្របគ្នាណាជាសហការសូមធ្វើការបញ្ជាក់ Dr. Baker ប្រហែលជាមានការសន្មតទុកថាយើងអត់បានធ្វើទំនាក់ទំនងយើងអត់បានធ្វើការពិភាក្សាការយល់របស់ខ្ញុំប្រជុំពីរដងរួចមកហើយនោះយើងបានធ្វើកិច្ចការតាក់ទងទៅកាន់សហដៃគូរបស់យើងនេះមិនមែនជាការសន្ទនាថ្មីទេយើងមិនអាចធ្វើឲ្យអ្នកណាម្នាក់គេថាដូចជាភ្ញាក់ផ្អើលមិនដឹងអីចឹងណាដូច្នេះខ្ញុំគិតថាការរៀបរាប់នេះគឺថាអ្វីដែលគិតថាយើងមិនបានធ្វើសូមធ្វើពាក្យរាយរាប់បន្តិចមើលបាទយើងបានធ្វើសហការជាមួយវិទ្យាស្ថានផ្សេងមកទល់ឥឡូវនេះគឺថាខ្ញុំសង្ឃឹមថាសហការហ្នឹងវានៅតែបន្តខ្ញុំគិតថាអ្វីដែលបាននិយាយមកនេះគឺថាជាតំណាងអ្វីដែលយើងចង់បានសម្រាប់សិស្សវាគ្មានអ្វីគួរឲ្យសួរចោតសួរទេគឺថាយើងមានដៃគូនៅទូទាំង Long Beach នេះដែលគ្រប់គ្រងសិស្សដូចជា Cal State Long Beach គេបានព្យាយាមធ្វើការបង្កើនជំនួយសម្រាប់សិស្សដោយប្រើគម្រោងថ្មីទៅគម្រោងប្លែកចំពោះសិស្ស54នាក់នោះគឺថាលក្ខខណ្ឌសម្រាប់ពួកគេនឹងវាមានខុសពីអ្នកដទៃដូច្នេះគឺថាវាមានសហការដ៏ខ្លាំងក្លាអ្វីដែលយើងធ្វើតាមការពិភាក្សាតាមអ្វីប្រាប់ខ្ញុំឲ្យធ្វើនឹងគឺថាវាមានការប្រែប្រួលហើយ
លក្ខខណ្ឌវាអត់ទាន់មានការប្រែប្រួលអ្វីទេអ្វីដែលសរសេរនៅក្នុងហ្នឹងគឺវាពិតគឺថាអ្វីនេះគឺជាមិនមែនលក្ខខណ្ឌពីដើមមកទេនៅពេលណាយើងប្រឹងប្រែងធ្វើសហការគឺថាវានឹងមានការប្រែប្រួលបើសិនជាស្គាល់ខ្ញុំអប់រំសិស្សដើម្បីទាមទារឲ្យគេទៅរៀនមហាវិទ្យាល័យដោយលោក Author ការបោះឆ្នោតរបស់ខ្ញុំនឹងឆ្នោតបញ្ចាំងមកលើលិខិតដែលយើងបានទទួលខ្ញុំសូមអានឲ្យអ្នកស្ដាប់នឹងបានឮដឹងខ្ញុំសរសេរមកទីនេះតកតងនឹងដំណោះស្រាយបើលិខិតនឹងតើលិខិតនឹងអានផ្ញើមកដើម្បីអានជាសាធារណៈឬយ៉ាងម៉េចខ្ញុំគិតថាអ្នកសរសេរលិខិតហ្នឹងមិនចង់ឲ្យមានអ្នកស្រីអានឲ្យគេឯងឮតែជារបៀបសាធារណៈទេប៉ុន្តែឥឡូវនេះបើសិនជាយើងធ្វើការផ្អាកគឺថាផ្អាកការសន្ទនាការប្រើសកម្មភាពដូច្នេះគឺថាខ្ញុំគិតថាយើងមិនត្រូវធ្វើកិច្ចការជាមួយដៃគូរបស់យើងទេដូច្នេះការបោះឆ្នោតរបស់ខ្ញុំនឹងឆ្លោះបញ្ចាំងគឺថាយើងធ្វើតាមអ្វីដែលប្រធានបានស្នើសុំខ្ញុំស្នើសុំឲ្យលេខាធិការហៅឈ្មោះដើម្បីធ្វើការបោះឆ្នោតយើងត្រូវការគាំទ្រការស្នើសុំប៉ុន្តែអត្ថបទនៅក្នុងលិខិតនេះដែលត្រូវបានចែករំលែកគឺថាយើងត្រូវតែគិតគូរមើលពីព្រោះខ្ញុំមិនដឹងថាលិខិតនេះជាលិខិតសាធារណៈ Dr. Baker Cal State Long Beach បានផ្ញើលិខិតផ្ទាល់ទៅកាន់អស់លោកហ្នឹងមិនមែនជាការធ្វើសេចក្តីថ្លែងការណ៍សាធារណៈទេដូច្នេះក្តីកង្វល់របស់ខ្ញុំគឺថាយើងបានជជែកអំពីអត្ថបទដែលសរសេរនៅក្នុងលិខិតនោះយើងបានចែករំលែកណាយើងបានលើកបង្ហាញដូច្នេះការស្នើសុំរបស់ខ្ញុំគឺថាផ្អាកការបោះឆ្នោតសិនម្ដងទៀតលោក Real ខ្ញុំមិនដឹងថាតើយើងអាចធ្វើការបោះឆ្នោតឬក៏ការពិគ្រោះដោយស្មោះស្ម័គ្រដោយគ្មានលើកបង្ហាញដកស្រង់ពីអត្ថបទក្នុងលិខិតហ្នឹងណាដូច្នេះយើងនឹងធ្វើការផ្អាកសិនហើយនឹងលើកពិគ្រោះអំពីប្រធានបទផ្សេងលោកមេធីវីដោយមូលហេតុថាយើងជាតំណាងរាស្ត្រណាថាតើលិខិតនេះជាលិខិតសាធារណៈមែនឬនេះគឺជាសំណួរបើសិនជាបញ្ជីសាធារណៈណាគឺថាស្ដាប់សំឡេងគាត់ពិបាកយល់បាទគាត់ថាបើសិនជានេះជាសំណួរគាត់មានសំណួរអំពីការអានលិខិតណាការអានលិខិតហ្នឹងវាបានផ្ញើមកការស្នើសុំគឺវាតកតងការដាក់បង្ហាញជាសាធារណៈលិខិតនេះផ្ញើមកពីព្រោះមូលហេតុថាអត់មានធ្វើសេចក្តីថ្លែងការណ៍សាធារណៈទេនេះគឺការយល់របស់ខ្ញុំអូខេទោះជាបោះឆ្នោតឬមិនបោះឆ្នោតយ៉ាងម៉េចក៏ដោយគឺថាខ្ញុំពេញចិត្តណាស់ក្នុងការទទួលបញ្ជាដើម្បីបំពេញកិច្ចការផ្ទាល់ជាមួយដៃគូរបស់យើងតាក់ទងនឹង Long Beach City College CSULB ក្នុងពេលជាមួយគ្នាហ្នឹងក្តីកង្វល់ធំរបស់ខ្ញុំគឺថានៅពេលយើងលិខិតនៅថ្ងៃនេះផ្ញើមកកាន់ពួកយើងនេះហើយអត្ថបទក្នុងលិខិតនេះយើងធ្វើការសម្រេចខ្ញុំគិតថាយើងបង្ហាញអត្ថបទនៅក្នុងលិខិតដើម្បីការពារស្របទៅតាមច្បាប់ឬក៏យើងផ្អាកចោលការបោះឆ្នោតសិនពីព្រោះសាធារណជនមិនដឹងថាមានអ្វីនៅក្នុងលិខិតហ្នឹងហើយពួកយើងខ្លះអត់បានបង្ហាញទេអំពីអត្ថបទហ្នឹងម្ដងទៀតវាដាក់ឲ្យយើងធ្វើការបញ្ចេញសកម្មភាពដោយអត់បានបញ្ចេញអត្ថបទពេញថឹង
ថាតើនេះវាមកពីយើងបានទទួលជាសំណុំរឿងសាធារណៈឬក៏យ៉ាងម៉េចជាបញ្ជីសាធារណៈយ៉ាងម៉េចវាមានពីរយ៉ាងវាគ្មានការហាមឃាត់ស្របតាមច្បាប់អ្វីទេស្របទៅតាមអត្ថបទក្នុងលិខិតហ្នឹងនេះគឺជាលិខិតដែលផ្ញើទៅកាន់ក្រុមប្រឹក្សាភិបាលដូច្នេះគឺថាវាគ្មានការហាមឃាត់អ្វីយោងទៅតាមច្បាប់នោះទេបើចុះហេតុខ្ញុំប្រកាសថាខ្ញុំនឹងបោះឆ្នោតប្រឆាំងដំណោះស្រាយនេះបើគ្មានដំណោះស្រាយយើងមិនត្រូវប្រើសកម្មភាពអ្វីទេគឺថាសូមឲ្យគិតគូរបន្ថែមទៀតហើយត្រឡប់មកពិភាក្សាឡើងវិញខ្ញុំគិតថានេះគឺជាអនុសាសន៍ដ៏ល្អខ្ញុំអត់មានភាពកក់ក្ដៅទេនៅពេលណាយើងអានលិខិតជូនសាធារណជនដោយលឺខ្លាំងៗអញ្ចឹងពីព្រោះអីវាមានន័យថាថ្ងៃក្រោយនោះអ្វីដែលយើងអាចបានទទួលហ្នឹងគឺថាយើងអាចអានទៅឲ្យសាធារណជនខ្ញុំគិតថានេះគឺជាមិនជាការអនុវត្តមិនល្អទេនេះគឺជាយោបល់របស់ខ្ញុំប៉ុន្តែវាហាក់ដូចចំពោះខ្ញុំស្នើសុំឲ្យផ្អាកចោលសិនទៅអូខេដូច្នេះអញ្ចឹងហើយបានជាខ្ញុំចង់ធ្វើការបញ្ជាក់បន្តិចតាមយោបល់ដែលខ្ញុំគិតឃើញនៅពេលណាយើងជាអ្នកតំណាងឲ្យមន្ទីរអប់រំឡងប៊ិចនេះយើងយល់ថានៅពេលណាយើងអង្គុយនៅកន្លែងនេះគឺថាវាមានពេលខ្លះយើងធ្វើការសម្រេចដែលមិនត្រូវការសេចក្តីយល់ព្រមទាំងស្រុងឯនោះទេជួនកាលយើងធ្វើការបោះឆ្នោត1 ទល់នឹង 1 1 ទល់នឹង 4 ទល់នឹង 1 ឬក៏2 ទល់នឹង 1អញ្ចឹងដូច្នេះខ្ញុំស្នើសុំឲ្យមានការបោះឆ្នោតទាំងអស់នោះគឺថាវាយល់ស្របតាមដើម្បីធ្វើយ៉ាងយល់ស្របតាមគ្នាដើម្បីធ្វើយ៉ាងម៉េចគឺថាយើងនៅទំព័រតែមួយដូចគ្នានៅពេលណាយើងគិតគូអ្វីគឺថាវាមានតម្លៃខ្លះចម្លែកជាក់លាក់ខ្លះក្នុងនាមជាមន្ទីរអប់រំហ្នឹងក្នុងនាមជាពិសេសក្រុមប្រឹក្សាភិបាលសំខាន់ណាស់ដែលយើងត្រូវតែមានសាមគ្គីភាពហើយយើងកាន់កាប់នូវគោលការណ៍តាក់ទងនឹងអ្វីដែលកិច្ចសន្យា Long Beach Promise នឹងធ្វើជាអ្នកតំណាងឲ្យដូច្នេះយើងចង់ឲ្យមានភាសាសាមគ្គីភាពស្របទៅតាមដំណោះស្រាយនេះដូច្នេះការបោះឆ្នោតរបស់ខ្ញុំគឺថាធ្វើបន្តខ្ញុំជឿថាយើងមានចំនួនបន្ថែមការប្រើពាក្យពេចន៍បន្ថែមស្របទៅតាមការកែប្រែដំណោះស្រាយហ្នឹងដូច្នេះយើងនឹងធ្វើការបោះឆ្នោតយើងប្រហែលជាបោះកែប្រែការបោះឆ្នោតទម្រាំតែយើងមានមតិយល់ស្របគ្នាភាគច្រើនសិនដោយមូលហេតុថាលោកប្រធានមិនអាចមកទីនេះដើម្បីធ្វើសេចក្តីថ្លែងការណ៍ដូច្នេះខ្ញុំជឿថាយើងនឹងធ្វើកិច្ចការជាបន្តយើងផ្អាកចោលក្នុងការបោះឆ្នោតយើងផ្អាកចោលសិនយើងនឹងទទួលស្ដាប់អំពីរបាយការណ៍របស់សមាជិកក្រុមប្រឹក្សាភិបាលម្នាក់ខ្ញុំនឹងមានពី3រឿងដែលខ្ញុំចង់និយាយទី1ចំពោះលោក Jeff នៅពេលដែលខ្ញុំធ្វើការសន្ទនាជាមួយកញ្ញានវឡាអំពីចំណងចិត្តរបស់នាងក្នុងធ្វើជាក្រុមប្រឹក្សាផ្នែកត្រួតត្រងវិធានការត្រួតត្រងនោះក៏ប៉ុន្តែវាបានបោះឆ្នោតជាប់រួចមកហើយនាងមានសំណួរថានាងនៅតែចង់គ្រប់គ្រងខ្ញុំជឿថាវានៅតែមានតម្លៃពីព្រោះជាពិសេសតាក់ទងនឹងវិធានការត្រួតត្រងដែលនាងមានមុខនីតិនៅក្នុងហ្នឹងនេះនៅពេលដែលយើងមានសារដែលបញ្ចេញមតិទាក់ទងនឹងការគ្រប់គ្រងគឺមិនមានន័យថាវាមានបញ្ហាទេចំពោះសម្រាប់ខ្ញុំប៉ុន្តែយើងបានធ្វើការបោះឆ្នោតទាក់ទងទៅលើគណៈកម្មការរងនេះរួចហើយ
សំណួររបស់អ្នកតេតិនទៅលើប្រឹក្សាពិបាលសិស្សខ្ញុំគិតថាតាមទស្សនៈសមាជិកក្រុមប្រឹក្សារបស់សិស្សដែលធ្វើការបោះឆ្នោតនៅពេលដែលយើងមើលទៅលើច្បាប់ Brown Act យើងត្រូវតែយកមកនិយាយបើសិនជាយើងមានមនុស្សពីរនាក់នៅក្នុងគណៈកម្មការរួមគឺមិនមានការហាមឃាត់អ្វីទេយើងចង់ឲ្យគេចូលរួមយើងត្រូវចង់ធ្វើវាឲ្យវាក្នុងក្របខ័ណ្ឌច្បាប់ឬក៏អ្វីខ្ញុំគិតថាចម្លើយគឺទៅទៅលើការសន្ទនាគ្នាម្ដងទៀតខ្ញុំគិតថាវាសំខាន់សម្រាប់យើងចង់ឲ្យមានតំណែងធ្វើការគ្រប់គ្រងទៅលើក្រសួងសិក្សាធិការរបស់យើងទៅលើទស្សនៈអំពីការផ្ដល់តម្លៃបន្ថែមខ្ញុំសូមទោសយើងមិនបាច់ចាំបោះឆ្នោតសាជាថ្មីទេអញ្ចឹងខ្ញុំមិនដឹងថាមានការបដិសេធអ្វីទេយើងនិយាយអំពីសិស្សដែលជាក្រុមប្រឹក្សាពិបាលដែលនិយាយទាក់ទងទៅលើការច្បាប់គ្រប់គ្រងដែលមានការហាមឃាត់ដែលមានសិស្សដែលនៅក្នុងគណៈកម្មការហ្នឹងការគិតរបស់ខ្ញុំទាក់ទងទៅលើការស្នើសុំទៅលើសេចក្តីគ្រប់គ្រងគាត់មិនមែនជាសមាជិកគ្រប់គ្រាន់នៅក្នុងក្រុមប្រឹក្សាពិបាលរបស់យើងទេគាត់គឺជាសិស្សដែលជាក្រុមប្រឹក្សាពិបាលយើងមិនគួរចាត់ទុកគាត់អ្វីខុសពីពួកយើងទេដរាបណាអ្នកប្រាប់យើងដឹងថាវាស្របច្បាប់ដែលសមាជិកសិស្សនៅក្នុងគណៈកម្មការហ្នឹងគឺទៅទៅច្បាប់ប្រាំហ្នឹងបញ្ហាដែលមាននេះគឺធ្វើយ៉ាងណាដើម្បីយើងមានការយល់ស្របគ្នានៅពេលដែលក្រុមប្រឹក្សានវឡាបាននិយាយសន្ទនាគ្នាយើងក៏មានការយល់ស្របដែលគាត់អាចចូលរួមនៅក្នុងការសន្ទនាហ្នឹងខ្ញុំគិតថាវាផ្ដល់តម្លៃតែប៉ុណ្្នឹងឯងខ្ញុំគិតថាឲ្យសិស្សចូលរួមជាមួយយើងល្អខ្ញុំក៏យល់ស្របដែរអរគុណ Jeff ខ្ញុំគិតថាលោកឆ្លើយតបមកធ្វើឲ្យយើងដឹងច្បាស់មានចំណុចពីរដែលនឹងកើតឡើងនៅក្នុងទីក្រុងរបស់យើងគឺទី1គឺវាពិតជារំភើបណាស់នៅក្នុងតំបន់ district របស់ខ្ញុំគឺសាលា Roosevelt គឺមាន Sankofa ថ្ងៃសុក្រខែ11ថ្ងៃទី14គឺជាអង្គប្រជុំលើកទី1ខ្ញុំគិតថាវាពិតជាការរំភើបខ្ញុំបាននិយាយសន្ទនាយ៉ាងយូរជាមួយ Marshall Miller ដែលបានចែករំលែកជាមួយខ្ញុំទៅលើកិច្ចការដែលបានធ្វើដែលបង្កើតជា Sankofa សម្រាប់សិស្សពុកម្ដាយខ្ញុំពិតជាទន្ទឹងរង់ចាំនឹងបានចូលរួមហើយនឹងបានចែករំលែកឱកាសដែលមានសម្រាប់ខែ11ថ្ងៃទី14បន្តមកទៀតយើងមានព្រឹត្តិការណ៍កើតឡើងដែលគេហៅថា Libre គឺជាសហគមន៍នៅខែ11ថ្ងៃទី13អ្នកដែលមិនតាន់ដែលស្គាល់គឺទៅទៅលើការអង្គការនេះគឺ Libre មានន័យថា Long Beach Resident of Power គឺជាអង្គការមួយដែលខ្ញុំបានមានទំនាក់ទំនងជាមួយនឹងកម្មវិធី Libre នេះកាលពីអតីតកាលឥឡូវវាច្រើនឆ្នាំមកហើយ
ហើយគេបានទៀមទាសម្រាប់ទៀមទាលំនៅឋានតើទៅនឹងសិទ្ធិនៃលំនៅឋាននៅក្នុងទីក្រុងរបស់យើងហើយមានការគ្រប់គ្រងជាច្រើនសម្រាប់ពួកគេហ្នឹងខ្ញុំដឹងហើយថាខ្ញុំបានឃើញបញ្ហាដែលបានកើតឡើងតើទៅលើលំនៅឋានសម្រាប់អ្នកដែលពួកគាត់កំពុងតែទៀមទាហើយក្នុងសហគមន៍របស់គាត់នៅខែ11ថ្ងៃទី13ហើយ Shannon ដែលខ្ញុំគាត់តែចង់ចែករំលែកនៅឱកាសនេះអ្នកណាដែលចង់ទៅចូលធ្វើការគ្រប់គ្រងហើយម្ដងទៀតការបោះឆ្នោតដើម្បីទៀមទាមិនតែអ្នកក្នុងលំនៅឋាននៃទីក្រុងភ្នំពេញទេក៏ប៉ុន្តែសម្រាប់ឪពុកម្ដាយនិងសិស្សណានៅក្នុង district របស់យើងផងដែរនេះរបាយការណ៍របស់ខ្ញុំដល់ប៉ុណ្ណឹងអរគុណលោកអរ៉ូខ្ញុំគ្មានរបាយការណ៍អ្វីទេសូមអរគុណលោក Lopez ខ្ញុំនិយាយខ្លីខ្ញុំចង់ចាប់ផ្ដើមទទួលស្គាល់ Morris អង្គការមកប្រជុំអង្គការពីអង្គប្រជុំលើកមុនដែលគាត់ជាសិស្សជំនឿស្បែកខ្មៅទី1 Corey អ្នកគួរតែបានទទួលស្គាល់នៅតំណែងដែលលោកបានជាសិស្សជំនឿស្បែកខ្មៅទី1ដែលធ្វើជា board member ខ្ញុំអរគុណដែលលោកបានផ្ដល់សេវាកម្មទៅជាក្រុមប្រឹក្សាអភិបាលរបស់យើងខ្ញុំពិតជាអរគុណហើយខ្ញុំសូមអបអរសាទរលោក Christian Hauser ដែលគាត់ទទួលបានកិត្តិយសដែលហៅ Ronald McDonald's House អំពោះកិច្ចការដ៏ពិសេសពិសារបស់គាត់ទាក់ទងនឹងការអប់រំហើយគាត់ពិតជាមនុស្សសំខាន់នៅឆ្នាំ2008 College Promise ដែលធ្វើឲ្យសិស្សសាលារៀនទីក្រុងភ្នំពេញរបស់យើងដែលធ្វើតម្រូវតាមគោលការណ៍នយោបាយ PADG ហើយនឹងបានជួយរៀនទៅលើកម្មវិធីរបស់គេសូមអបអរសាទរទៅលើ Christian Hauser ដែលគាត់បានធ្វើកិច្ចការនេះហើយខ្ញុំសូមMarkian Eaglands ជាសិស្សនៃសាលា Jordan ដែលជាដែលធ្វើការសន្តិសុខសូមអរគុណខ្ញុំនឹងចាប់ផ្ដើមសូមខ្ញុំបាន trick or treat event នៅ McBride High School គេបានអញ្ជើញសហគមន៍អ្នកក្នុងភូមិនឹងធ្វើការប្រឡងគ្នាទៅនឹង costume contest ហើយវាពិតជាសប្បាយវាព្រឹត្តិការណ៍ដ៏ល្អអរគុណដែលបានរៀបចំកម្មវិធីនេះហើយក្នុងកម្មវិធីផាតពេលនៅឯ Marriott កាលពី3សប្តាហ៍មុនហើយដែលវាស៊ីសង្វាក់គ្នាជាមួយនឹងការគម្រោងបង្កើតអនាគតកាលជាមួយគ្នាហើយគេបានព្រឹត្តិការណ៍នេះគឺបង្ហាញទៅលើដៃគូគឺវាពិតជាមានមនុស្សទៅចូលរួមច្រើននៅពេលដែលខ្ញុំពិនិត្យមើលខ្ញុំឃើញដៃគូរបស់យើងហើយសិស្សរបស់យើងនាយកសាលារៀនហើយអ្នកដៃគូពាណិជ្ជកម្មពិតជារំភើបមិនត្រឹមតែក្នុងការចូលរួមទេគឺគាត់បានបង្កើនការចូលរួមរបស់គាត់វាពិតជាសប្បាយមែនហើយយើងមានសិស្សរបស់យើងមកពីសាលា McBride Cabrillo Jordan Wilson Lakewood ហើយគេបាននិយាយអំពីរឿងរ៉ាវផ្ទាល់ខ្លួនតើតើចូលទៅរៀននិងបទពិសោធន៍របស់ពួកគេដើម្បីកសាងអនាគតរបស់ពួកគេដើម្បីបង្កើតជាដៃគូហើយវាពិតជារឿងល្អដែលធ្វើឲ្យសិស្សឡើងធ្វើបទថ្លែងការណ៍យើងអាចឃើញថាម្នាក់ៗគឺបានស្ដាប់យកចិត្តទុកដាក់មែនទែនអរគុណអ្នកដែលបានមកចូលរួមព្រឹត្តិការណ៍ហ្នឹងពិតជាល្អណាស់ហើយCollege និង Career Expo ក៏បានខ្ញុំពិតជាសប្បាយមែននៅឯ pathway event ព្រឹត្តិការណ៍គឺមានកំណត់សម្រាប់មុខវិជ្ជានៅសម្រាប់ college ពុកម្ដាយនិងកូននេះគឺកូនស្រីរបស់គាត់បានរៀនមធ្យមសិក្សាហើយខ្ញុំពិតជាចង់ឲ្យអបអរសាទរទៅលើនាគាហើយ
ហើយនឹងម្ដាយរបស់គេហើយម្ដាយនឹងកូនស្រីហ្នឹងគឺពិតជាអស្ចារ្យណាស់ហើយបន្ថែមពីលើនឹងទៅទៀតគឺយើងមានបុគ្គលិកពីការចូលរួមពាណិជ្ជកម្មផ្សេងៗក្នុងការចូលរួមគាត់និយាយឃើញគឺខ្ញុំមិនអាចដឹងមនុស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនោះទេប៉ុន្តែយើងពិតជាមានអ្នកតំណាងពីសាលា college ពីសាកលវិទ្យាល័យមហាវិទ្យាល័យហើយសមាជិកពីពាណិជ្ជកម្មផ្សេងៗនៅក្នុងទីក្រុង Long Beach ពួកគេបានផ្ដល់ការអន្តរកម្មនិងសកម្មភាពនៅពេលដែលយើងដើរនៅក្នុងបរិវេណគេនឹងគឺមានរឿងល្អៗជាច្រើនដែលយើងអាចចូលរួមហើយនៅក្នុងផ្នែកនីមួយៗនៅកន្លែងអ្នកលក់ឬក៏អ្នកតំណាងនោះគឺគេអាចប្រាប់ទៅលើសិស្សរបស់គេទាក់ទិនទៅលើឧទាហរណ៍ដូចជា CHP កន្លែងប៉ូលីសក្រសួងប៉ូលីសអីចឹងហើយគឺមានការងារផ្សេងៗទៀតដែលបានចូលរួមជាមួយគ្នាដូចជាការស្រាវជ្រាវទៅលើករណី accident អីផ្សេងៗនៅពេលដែលសិស្សចូលរួមនឹងនិយាយជាមួយពួកគេហ្នឹងគឺគេបានរៀនពីឱកាសផ្សេងៗពិតជាព្រឹត្តិការណ៍ល្អយើងមានសិស្សពីសាលារៀនខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មានទេប៉ុន្តែពិតជាសប្បាយមែនហើយចុងក្រោយនេះគឺខ្ញុំបានចូលរួមកម្មវិធីព្រឹត្តិការណ៍ស្ត្រីហើយលោក Miller ក៏គាត់បានចូលក្នុងព្រឹត្តិការណ៍ដូចអញ្ចឹងជាច្រើនដែរហើយខ្ញុំដឹងថាពួកលោកមានឃើញភាពប៉ះពាល់ទាក់ទិនទៅលើអ្នកភ្ញៀវមកចូលរួមនិយាយហើយស្ត្រីដែលមានសម្បុរពណ៌ផ្សេងៗដែលមានរឿងផ្សេងៗគ្នាទាក់ទិនទៅលើនឹងអន្តរប្រវេសន៍គេបាននិយាយអំពីបទពិសោធន៍តខ្លួនរបស់ពួកគាត់ហើយគឺរឿងខុសៗគ្នាទាំងអស់គ្មានរឿងណាមួយដូចគ្នាទេដូច្នេះវាគ្មានផ្លូវណាតែមួយដែលសម្រាប់យើងជោគជ័យគឺមានផ្លូវផ្សេងៗគ្នាសម្រាប់ទទួលការបទជោគជ័យហើយទី1គឺយើងមានអំណាចគឺនៅក្នុងការអប់រំសិក្សាទី2គឺបើមានកន្លែងណាអង្គុយទេនេះជាពាក្យស្លោករបស់គេគឺយើងត្រួតកៅអីអង្គុយខ្លួនឯងទៅខ្ញុំពិតថាជាព្រឹត្តិការណ៍ដែលខ្ញុំពិតជារំពឹងទុកមែនហើយឥឡូវយើងសូមលោកអគ្គនាយកសាលារៀននោះខ្ញុំបានចូលរួមក្នុងអបអរសាទរហើយនឹងមានគេហទំព័រដើម្បីចែករំលែកសម្រាប់ក្រុមគ្រួសាររបស់យើងទី1គឺសូមអបអរសាទរទៅលើ Oliver Podcast គឺជាសមាជិកសម្រាប់សិស្សរបស់យើងសម្រាប់ State of Education គឺត្រូវបានចូលទៅលើខាងលើជួរខាងលើតែម្ដងថ្នាក់ខ្ពស់ម្ដងបាទហើយសូមអរគុណអ្នកអប់រំចិត្តសាស្ត្រគឺជាសប្តាហ៍ដើម្បីអបអរសាទរទៅលើពួកគាត់ហើយគាត់ផ្ដល់ការគ្រប់គ្រងផ្សេងៗទៅលើសាលារៀនរបស់យើងហើយទៅលើឪពុកម្ដាយនៃបឋមសិក្សានេះគឺជាសប្តាហ៍នៃការមកជួបគ្រូដើម្បីធ្វើយ៉ាងណាដើម្បីបានទទួលការសិក្សាបានល្អហើយគឺមានសប្តាហ៍យ៉ាងល្អសម្រាប់សាលារៀនរបស់យើងហើយយើងនឹងធ្វើការទំនាក់ទំនងជាមួយនឹងកូននិងគ្រូដើម្បីដឹងពីវឌ្ឍនភាពរបស់កូនរបស់គាត់ហើយនិយាយពីគេហទំព័ររបស់យើងមានក្រុមគ្រួសារហើយដែលមានធ្វើការប៉ះពាល់ដល់ទៅលើការធ្វើទំនាក់ទំនងនៃក្រុមការងាររបស់យើងបានបង្កើនជាធនធានហើយដើម្បីឲ្យមានការប្រើដើម្បីគ្រប់គ្រងនៅក្នុងទំព័រទី1នៃគេហទំព័ររបស់យើងហើយនៅតាមសាលារៀនរបស់យើងដែលមានធនធានសម្រាប់សិស្សហើយនឹងដោយសារតែមានការយឺតយ៉ាវខ្លះនៅទៅនឹងសាលារៀនរបស់យើងសម្រាប់សាលារៀនរបស់យើងហើយនឹងគ្រូធនធានរបស់យើងនេះគឺនឹងចេញមកហើយចុងក្រោយគេហទំព័ររបស់យើងគឺទៅលើថវិការបស់យើងបានបញ្ចេញពីការតាមដាននៃវត្តមានការរៀនសូត្ររបស់សិស្សបុគ្គលិកធ្វើការនៅតាម high school យើងបានប្រែមើលទៅលើវត្តមានចូលរៀនរបស់សិស្សក្នុងរយៈពេល5ថ្ងៃអរគុណដែលបានចែករំលែកឃើញដែលបានផ្ដល់ព័ត៌មានជាក់លាក់ពីសាលាណាមួយហើយនឹងធ្វើការឃោសនាធ្វើយ៉ាងណា25% នៃសិស្សរបស់យើងគឺមករៀនជារៀងរាល់ថ្ងៃហើយសាលារៀនរបស់យើងគឺជំរុញឲ្យមករៀន 100% តាមថ្នាក់រៀន
ប៉ុន្តែយើងពិតជាគឺយើងធ្វើការជំរុញហឹងតបជាប់ជាមួយនឹងសិស្សរបស់យើងឲ្យមករៀនជារៀងរាល់ថ្ងៃហើយបុគ្គលិកធ្វើការរបស់យើងគឺពិតជាខិតខំធ្វើការសម្រាប់ដើម្បីធ្វើបានសម្រាប់តាមគោលដៅរបស់ក្រុមប្រឹក្សារបស់យើងយើងនឹងមានថវិកាផ្សេងទៀតនឹងមានធ្វើការបច្ចុប្បន្នភាពឲ្យដឹងនៅតាមគេហទំព័ររបស់យើងប៉ុន្តែនៅក្នុងការរំលឹកថាយើងមាន attendance tracker គឺតាមដានទៅលើវត្តមានការរៀនសូត្ររបស់សិស្សមកនេះគឺរបាយការណ៍របស់ខ្ញុំរាត្រីនេះតែប៉ុណ្្នឹងឯងសូមអរគុណដូច្នេះយើងនឹងបញ្ចប់អង្គប្រជុំរបស់យើងហើយលើកអង្គប្រជុំលើកក្រោយគឺខែ11ថ្ងៃទី19ខែវិច្ឆិកានេះយើងនឹងបញ្ចប់អង្គប្រជុំរបស់យើងសូមអរគុណដែលបានមកចូលរួម